គ្រួសារសងទាំងអស់នឹងតើធ្វើយ៉ាងម៉េចទៅបងឯងមិនអាចប្រមូលលុយក្រុមខ្ញុំមានវិធីមួយទៀតពេលឯងណាខ្ញុំទៅរកឯងបងស្រីសុងបងថាមានវិធីផ្សេងមួយទៀតដើម្បីទូទាត់សំណងតើជាវិធីអ្វីទៅនិយាយស្មោះត្រង់ទៅខ្ញុំចាប់អារម្មណ៍លើរាងកាយរបស់ឯងខ្ញុំចង់ឲ្យឯងទៅជាមួយខ្ញុំសុំទោសខ្ញុំមិនព្រមទេ20ម៉ឺនយួនឲ្យលុយសុទ្ធឬកាន់អ្នកនាងសុងត្រឹមពេលមួយសប្តាហ៍ខ្ញុំពិតជាមិនអាចរកប្រាក់បានច្រើនយ៉ាងនេះទេសុំលុយឬក៏ធ្វើតាមខ្ញុំសុំទោសខ្ញុំធ្វើមិនបានទេអ្នកនាងសុងកុំមកខំខ្ញុំតែបានទេអាណិតណាតែខ្ញុំចូលចិត្តបង្ខំមនុស្សឲ្យធ្វើអ្វីដែលមិនចង់ធ្វើលើពីនេះទៀតខ្ញុំកំពុងពមៀនឯងបើមិនចង់ឲ្យខ្ញុំរំខានឯងដល់សាលារាល់ថ្ងៃទេឬមិនចង់ឲ្យមិនទូនថ្នាក់នឹងគ្រួសាររបស់ឯងទាំងនោះទេកុំរឹងរូសឲ្យសោះខ្ញុំធ្វើតាមខ្ញុំសន្យាប្រសើរមែនទេមើលទៅសង្ហាន់ណាចាំវិញស្ដាយក្រោយហីខ្ញុំទៅនោះទឹកទៅលាងស្អាតហើយហីអត់ចាំមកហៅខ្ញុំភ្ញាក់ហើយហីអ្នកនាងសុំពួកយើងដោះស្រាយទៅហើយខ្ញុំលែងជាពាក់អ្នកនាងហើយមែនទេចេញទៅយ៉ាងយ៉ាងអញមិនអាចជិតផុតពីខ្ញុំបានទេអ្នកនាងសុំនៅមិនទាន់ត្រឡប់មកវិញទេខ្ញុំត្រូវត្រឡប់មកវិញនៅថ្ងៃស្អែកម្ដងទៀតយ៉ាសានយ៉ាងយ៉ាងត្រូវគេចាប់បាននៅមុខបាត់នេះខ្ញុំច្បាស់ជាជិះមិនផុតពីការជាកុមារមិនបានទេត្រូវតែផ្ដល់មេរៀនឲ្យគេបងឡុងបងត្រូវតែបដាគេឲ្យខ្ញុំណាយកមិញទៅចិត្តបដាផ្ទះខ្ញុំនោះគេបានសម្រាប់ឲ្យខ្ញុំពេលនោះបើខ្ញុំរត់មិនទាន់ទេមនុស្សអាក្រក់នេះច្បាស់ជាធ្វើបាបខ្ញុំមិនខានយោសំណប់ចិត្តកុំអារម្មណ៍អីចាំបងឡុងបដៅវាឲ្យអូនពួកលោកចង់ធ្វើអីសំណប់ចិត្តតើអូនចង់ដាក់ទោសវាយ៉ាងម៉េចតោះតែគេចង់តែចំណេញពីខ្ញុំត្រូវកាត់អណ្ដាតវាយបំបាក់ជើងរបស់គេតោះតែបែបនេះទៅគេមិនធ្វើអាក្រក់ទៅថ្ងៃក្រោយទេតែបានលឺទេនេះគឺជាផ្ទះវិឡាឯកជនលោកមិនទៅហ៊ានធ្វើបែបនេះអាក្មេងតូចអាយក៏មកសួរយើងថាជាអ្នកណានៅក្នុងខាងជើងនៅទីក្រុងប៉េកាំងជាមូលអ្នកណាថាមិនស្គាល់ឈ្មោះឡុងខឺយើងនោះលេខខ្ញុំទៅឆាប់លេងគេភ្លាមអ្នកនាងសុងនាងឆ្កែញីនេះមកពីណាមិនក៏ហ៊ានទៅតោងដាក់បងឡុងឆាប់អត់មកទៅអ្នកនាងសុងថ្មីរបស់ខ្ញុំមិនស្គាល់ទេខ្ពស់នាងមានតែភ្នែកអត់ស្ត្រីទេព្រោះឯងនៅដល់ណាទៀតមិនកំឡែងទៅត្រូវវាយបំបាក់ជើងសិនទៅរៀងចឹងអ្នកនាងសុងខ្ញុំខុសហើយអ្នកនាងសុងលើកខ្ញុំដល់ទៅកុំឲ្យខ្ញុំឃើញលោកនៅពេលកាំងម្ដងទៀតអីសោះបើមិនដូចនេះទេបាទខ្ញុំមិនទៅឆ្ងាយខ្ញុំមិនឲ្យអ្នកឃើញទេអ្នកនាងសុំអរគុណដែលបានជួយខ្ញុំមិនបាច់គួរសមទេចឹងណាខ្ញុំក៏មិនមែនជាមនុស្សល្អដែរអ្នកនាងសុំម្សិលមិញខ្ញុំភ្លេចទូរស័ព្ទដៃតើអ្នកនាងបានឃើញដែរទេឯងប្រាប់ខ្ញុំបានទេមិនយូរថាឯងក៏ជាចូលចិនកូនឆ្កែតូចម្នាក់នេះអេក្មេងល្ងងឯងបានឃើញពីអត្តពលរបស់អ្នកនាងសុំហើយមែនទេឯងត្រឡប់ទៅមុនទៅខ្ញុំមានธุរៈបន្តថ្ងៃស្អែកចាំនិយាយគ្នាឯងនេះពិតជាឲ្យតម្លៃប្រុសក្មេងជាងមិត្តភក្តិមែនអ្នកនាងសុំចង់ធ្វើអីទៀតហើយបងស្រីមិនចង់បានអីទេគ្រាន់តែចង់សញ្ញនិយាយស្មោះត្រង់ទៅរាល់ពេលដែលខ្ញុំឃើញឯងខ្ញុំចិត្តតែចង់ដេកជាមួយឯងពន្លឺភ្នែករបស់ឯងពិតជាសិចស៊ីនណារួមទាំងពីជ្រុយតូចនៅលើចង្កោឯងទៀតធ្វើឲ្យខ្ញុំទប់អារម្មណ៍មិនបានដូច្នេះខ្ញុំរាប់ដល់3បានមិនសន្យាខ្ញុំនឹងបោះទូរស័ព្ទឯងចូលទៅក្នុងទឹកឯងក៏ដឹងដែរថាខ្ញុំមានវិធីច្រើនណាស់ដើម្បីឲ្យឯងយល់ព្រម1 2 3បានខ្ញុំយល់ព្រមអ្នកនាងសុំអ្នកនាងចង់ធ្វើទៀតហើយសកម្មភាពបែបនេះមិនមែនលើកទី1ឯងនៅមិនយល់ទៀតទេគឺខ្ញុំមិនចង់ក្បត់ខ្លួនឯងទេប៉ុន្តែនៅយប់នោះខ្ញុំធ្វើឲ្យឯងមិនពេញចិត្តទេមិនអញ្ចឹងយប់នេះ
ខ្ញុំនឹងធ្វើតាមឯងចាំមិញសោកស្ដាយនៅពេលនេះវាយឺតពេលហើយអោបខ្ញុំមកមនុស្សស្រីសំវិញ្ញូនេះពិតជាអាក្រក់ខ្លាំងពេកហើយជួបគ្នាពេលក្រោយ នៅទីនេះគឺជាសន្តាគារលំដាប់ខ្ពស់បំផុតនៅក្រុងប៉េកាំងមនុស្សម្នាក់ទទួលខុសត្រូវបន្ទុកមួយយើងនៅក្នុងបន្ទប់ទាំងអស់ស្ទើរតែជាអ្នកមានមុខមានមាត់នៅក្រុងប៉េកាំងដូច្នេះអ្នកទាំងពីរត្រូវតែប្រយ័ត្នឲ្យបានល្អបំផុតបាទអ្នកគ្រប់គ្រងឲ្យយឺត ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera សុខភាពវីតាមីន E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ សេចក្ដីប្រាក់ខែគោលនៅទីនេះគឺ 10000 បើសិនជាយើងធ្វើអភិកិច្ចនឹងទទួលបានប្រាក់ខែបន្ថែមទៀតដូច្នេះថ្លៃសិក្សានិងថ្លៃរស់នៅរបស់ពួកយើងនឹងអាចដោះស្រាយបានតើយើងនិយាយត្រូវដែរទេបន្ទាប់មកពួកយើងមិនចាំបាច់រស់នៅបន្ទប់ជួលទៀតនោះទេ កូនឆ្កែតូចនេះមើលទៅសង្ហាទៀតហើយ ហើយចាមិនបានខ្ញុំមានអារម្មណ៍ថានាងសម្លឹងមើលមកខ្ញុំខ្ញុំត្រូវទៅបន្ទប់របស់នាងខ្ញុំទៅមិនហើយហើយមកផឹកស្រាលើតុនេះទាំងអស់អត់ទៅ ស្រានេះគឺច្រើនពេកហើយ យើងប្រាប់ឯងឲ្យឯងផឹកទៅបើបងលីឲ្យឯងផឹកទៅចាំបាច់តវ៉ាធ្វើអីបងលីខំមានទឹកចិត្តឯងមិនបានធ្វើពេកទៀតទេ បើខ្ញុំផឹកស្រានេះអស់ប្រកាសជាស្លាប់ជាមិនខានទេ ចាប់វាឲ្យជាប់ទៅមិនច្រកស្រាវាផឹកឲ្យអស់ លេខខ្ញុំទៅ នេះជាតើឯងហ៊ានបដិសេធជាមួយនឹងយើងហ៊ានធ្វើយើងជឿផងឯងដឹងថាយើងជឿណាទេ មិនអីទេ មិនអីទេ អ្នកនេះសុងអ្នកនេះមិនអីទេ ខ្ញុំមិនអីទេ អ្នកនេះសុងអាក្មេងម្នាក់នេះមិនស្ដាប់មកគាត់ខ្ញុំកំពុងតែបង្រៀនវា មិនសមហេតុផលលោកឲ្យខ្ញុំផឹកស្រាទាំងអស់នៅលើតុនេះ ហ៊ានធ្វើបាបមនុស្សរបស់សងមីនយូខ្ញុំនឹងឲ្យលោកស្គាល់មេរៀនខ្លះចង់ផឹកណាស់មែនទេលើកស្រាមកដាក់លើតុ40ដបមកចាប់គេបញ្ចក់ឲ្យអស់ទៅ អ្នកនេះសុងខ្ញុំខុសហើយជាតិស្រាច្រើនអាចស្លាប់បានលើកលែងខ្ញុំរកទៅ លោកជាអ្នកសាងរឿងដល់ខ្លួនឯងគួរតែទូទាត់សងវិញមិនចឹងទេ អ្នកពួកឯងធ្វើអី ផឹកទៅ អ្នកជប់ទៅ ផឹកទៅ ហើយយ៉ាអ្នកនាងសងរបស់យើងខំជួយឲ្យមិនអរគុណមួយម៉ាន់បើសិនបើនាងមកមិនទាន់ទេដបស្រានោះច្បាស់ជានៅលើក្បាលរបស់ឯងហើយ អរគុណបងស្រីមីញូ ថតចេញឲ្យឆ្លៃទៅសងមីយូបញ្ហាដោះស្រាយរួចហើយតោះទៅបន្ទប់វិញ អើ គឺដោយសារតែឯងតើជើងមីយូត្រូវឈឺបែបនេះសំណាងឲ្យតែនាងមិនដួល បងស្រីយូខ្ញុំសុំទោសដែលធ្វើឲ្យលំបាកបែបនេះ សុំតបានអីមកវិញមិនបញ្ឆាប់ជួយគ្រាអ្នកនាងសងភ្លាមទៅអេខ្មាញ់ល្ងងនេះនៅឈប់ដល់ណាទៀតឆាប់បាញ់អ្នកនាងសងភ្លាមទៅ បងស្រីអនុញ្ញាតឲ្យខ្ញុំផងចុះអើ សញ្ញាអញចូលចិត្តបងស្រីទេ បងស្រីកុំធ្វើចឹងអីនៅកន្លែងសាធារណៈ ប៉ុន្តែបបមាត់របស់ឯងមើលទៅទន់ណាស់គួរឲ្យចង់ថែម អ្នកនេះសងអរគុណដែលបានជួយខ្ញុំម្ដងទៀតប៉ុន្តែខ្ញុំមិនចង់ទេមិនចង់ប្រើខ្លួនដើម្បីសងគុណនោះទេ ឯងចង់ប្រើអីដើម្បីសងគុណខ្ញុំមានលុយដែរទេឯងដឹងថាស្បែកជើងរបស់ខ្ញុំដែរទៅនឹងខូចនេះវាមានតម្លៃប្រហែលទេហើយត្រូវធ្វើការរកលុយប្រហែលខែតើអាចទិញវាបាន អ្នកនេះសងខ្ញុំទទួលស្គាល់ថាមនុស្សគ្រប់រូបមានវាសនាខុសគ្នាអ្នកនេះកើតមកនៅក្នុងគ្រួសារអ្នកមានចំណែកខ្ញុំកើតមកគឺគ្មានអ្វីនៅក្នុងខ្លួនសោះភាពក្រីក្រតែងតែរកលេសមកឲ្យខ្ញុំរហូតអ្នកនេះបារម្ភពីខ្ញុំច្បាស់ជាខំធ្វើការរកលុយ
បងស្រីសុងឈប់សិន មានអីមែនទេ អរគុណបងស្រីដែលបានជួយនៅថ្ងៃនេះសូមប្រាប់ខ្ញុំមកស្បែកជើងបងស្រីតម្លៃប្រមាណដែរទៅចាំខ្ញុំសងវិញ បងមិនត្រូវការឲ្យឯងសងវិញទេគ្រាន់តែចង់សួរឯងមួយសំណួរ សំណួរអ្វីដែរទៅ ល្ងាចនេះឯងចេញទៅធ្វើការម៉ោងប្រហែល ម៉ោង8ហើយប្រហែលជាម៉ោង11យប់ សាយ៉ាងថ្ងៃដំបូងមានអារម្មណ៍យ៉ាងម៉េចដែរ មិនអីទេ ពេលនេះពួកយើងត្រឡប់ទៅវិញបែបណាទៅពេលទីនេះទៅផ្ទះជួលប្រើពេលកន្លះម៉ោងឯណោះហ៎ឬក៏ពួកយើងជិះតាក់ស៊ីមែនទេ ជិះតាក់ស៊ីគឺវាថ្លៃពេកហើយម៉ោងនេះគឺថ្លៃណាស់ មិនអីទេថ្ងៃនេះយើងចេញឯងថ្ងៃស្អែកអាចយើងវិញម្ដងយើងហៅតាក់ស៊ីសិនសាយ៉ាងខែនេះការអនុទានរបស់គ្នាសតតែ2800ជាន់ទេ អញ្ចឹងពួកយើងជិះកង់ទៅថែរក្សាបរិស្ថាននិងសុខភាពផង ឡាននេះគេមកយកខ្ញុំមែនទេខ្ញុំមិនមានមិត្តភក្តិមានបែបនេះទេ បងប្រុសចង់ជិះដែរទេ ល្អណាស់ព្រៃស្អាតខ្ញុំអរគុណហើយសាយ៉ាងយើងមានរបស់ជីកហើយ ប៉ុន្តែពួកយើងមិនស្គាល់គេទេកុំរំខានគេអី នេះខ្ញុំចិត្តល្អជួយពួកយើងហើយមិនក៏ថាជាការខាតពេលទៅវិញខ្ញុំនិយាយមិនតែចុះរួមមក27ឆ្នាំហើយខ្ញុំមិនអាចបានជិះឡានថ្លៃចឹងទេឆាប់ឡើងឡើងទៅខ្ញុំមកអីចាក់ដាច់ឆាប់ឡើងទៅ គ្រាន់តែជិះឡានជាមួយខ្ញុំធ្វើដូចស្ទាក់ស្ទើរណា ណែនេះខ្ញុំមិនតន់ស្គាល់ឈ្មោះរបស់អ្នកនេះទេ នាមតកលរបស់ខ្ញុំគឺសុង សុងកូនស្រីនៃគ្រួសារសុងណែនេះសុងខ្ញុំមិនដឹងច្បាប់ទម្លាប់សូមកុំប្រកាន់ខ្ញុំអីណា កុំអារម្មណ៍ខ្ញុំមិនស៊ីមនុស្សទេខ្ញុំចង់ញ៉ាំតែឯងប៉ុណ្ណាដល់ហើយចុះពីឡានទៅ បាទ សញ្ញាចេញឡាន សាយ៉ាងខ្ញុំគួរតែស្ដាប់តាមឯងឃើញរថយន្តចម្លៃតាមផ្លូវពួកខ្ញុំមិនគួរតែជិះទេសាយ៉ាងយើងនឹងស្ដាប់តាមឯងពីពេលនេះតទៅយើងនឹងជិះកង់ជាមួយគ្នាជិះកន្លះម៉ោងក៏ជិះដែរត្រូវហើយសាយ៉ាងសាយ៉ាងទៅណាហើយចេះ អញមើលតែដូចតាមតឹងណាធ្វើមើលតែខ្ញុំនាំអញទៅសម្លាប់សញ្ញានិយាយស្មោះត្រង់ទៅខ្ញុំពិតជាចាប់អារម្មណ៍នឹងអញណាបើព្រមធ្វើតាមខ្ញុំមិនអាចអញ30ម៉ឺនយ៉ាងក្នុងមួយខែហើយខ្ញុំនឹងមិនពន្យាការងារដូចជារំខានដល់ការសិក្សាអញទេគ្រាន់តែទៅនៅជាមួយខ្ញុំ5ដងក្នុងមួយខែតែប៉ុណ្ណោះទេបើ30ម៉ឺនយ៉ាងតិចពេក50ម៉ឺនយ៉ាង1លាន2លាន3លានគ្មានទៀតទេខ្ញុំរាប់ដល់3ព្រមធ្វើតាមខ្ញុំឬក៏ចង់ចេញពីឡាន1 2 3អញនេះពិតជារឹងរូសណាមិនខ្លាចបាក់ដៃបាក់ជើងឬមិនខ្លាចស្លាប់ទេមែនទេ ច្បាស់ជាខ្លាចហើយប៉ុន្តែខ្ញុំមិនចង់ធ្វើឲ្យយកណាដែរ រឹងរូសមិនមនុស្សចាស់ណាដែលគេចង់បានអាកម្មនេះតែឯងបាច់ជាមិនចង់បានលុយតែខ្ញុំមិនស្អាតមែនទេឈប់ឡានឆាប់ចេញទៅ អ្នកគ្រប់គ្រងបានខ្ញុំចង់លាឈប់ ហេតុអីវាមិនល្អមែនទេ ខ្ញុំគ្រាន់តែជានិស្សិតធម្មតាម្នាក់មិនមានប្រវត្តិគ្រួសារល្អទេខ្ញុំខ្លាចជួបមនុស្សដូចជាគេម្ដងទៀត ឯងខ្លាចអី ខ្លាចជួបមនុស្សដូចជាសុងនិយមម្ដងទៀតនាងបានរៀបចំឯកសារស្នាក់នៅឲ្យខ្ញុំអស់ទៅហើយជិះវាមិនរួចទេគ្មានអ្វីទេសូមអរគុណការណែនាំរបស់អ្នកគ្រប់គ្រងបានខ្ញុំធ្វើមួយយប់នេះបានហើយ អញ្ចឹងចុះឯងស្រាប់តែសុំជប់ភ្លាមខ្ញុំមិនដឹងទៅរកកម្លាំងមកពីណាទេអូអញ្ចឹងចុះខ្ញុំនឹងទៅពិភាក្សាជាមួយក្រុមការងារសិនណែនេះសុងសាំងយ៉ាងចង់លាឈប់ពីការងារហើយ ខាត់គេទុំនិយាយយ៉ាងម៉េចក៏បានកុំឲ្យគេចាក់ចេញសន្តាគារធានសានគឺជាកម្មសិទ្ធិគ្រួសារសុំសៀនយ៉ាងធ្វើការនៅទីនេះប្រៀបដូចជាការដាក់នៅក្រោមចំហរបស់ខ្ញុំក៏ធូរចិត្តដែរ សាំងយ៉ាងតាមពិតទៅខ្ញុំមិនដឹងថាឯងបានឃើញឬក៏អត់ទេបុគ្គលិកដែលចូលធ្វើការបន្ទាប់មកមួយខែត្រូវតែទូទាត់ថ្លៃបំពេញច្បាប់ណែកុំបារម្ភបើមានអ្វីកើតឡើងចំពោះឯទៀតទូរស័ព្ទមកខ្ញុំផ្ទាល់ខ្ញុំនឹងទៅជួយឯងភ្លាមតើល្អដែរទេ
សាំងយ៉ាងអាយគិតមើលទៅចំនួនការទៅធ្វើការនៅកន្លែងផ្សេងអាយគ្មានសុវត្ថិភាពនោះទេអាយនៅទីនេះជាមួយខ្ញុំប្រសើរជាងយ៉ាងណាក៏ខ្ញុំមាននិស្ស័យជាមួយនឹងឯងខ្ញុំច្បាស់ជាការពីឯង អរគុណអ្នកគ្រប់គ្រងសូមស្វាគមន៍សូមជើញអង្គុយ ខ្ញុំពិតជាយ៉ាប់ណាស់មិនគួរឲ្យអ្នកទាំងអស់គ្នាចាំបាត់នេះសោះ នៅនាងមិនអីទេ អរគុណសុខភាពរាងកាយខ្ញុំខ្សោយតាំងពីក្មេងសូមតោះដែររំខានដល់ឡង មិនអីទេសូមស្វាគមន៍អ្នកនាងស្មានតែអ្នកណាតាមពិតស្រីស្អាតប្រចាំសាលារបស់យើងតែ មិនបានឃើញច្រើនឆ្នាំដែលអ្នកសងកាន់តែស្អាតហើយ មិនហើយនាងស្អាតជាងការនៅរៀនទៅទៀតការនៅរៀនថតយកពលិរបស់ខ្ញុំគ្រប់ទីកន្លែងឥឡូវនេះទៀតហើយមិនឆ្ងល់ទេថាអ្នកណាអ្នករៀបចំអាហារនៅសន្តាគារនេះតាមពិតគឺអ្នកនាងសង្តានេះជាអ្នកនាងគូឯងខាងឃើញយូរហើយមិនកណិតទៅទងខ្សោយខ្លាំងម្ល៉េះមិនហើយធ្វើមិនទេសុខភាពខ្ញុំខ្សោយបែបនេះតាំងពីកំណើតមិនដូចបងស្រីមីយូទេនៅតែអាចពាក់ស្បែកជើងកែងខ្ពស់និងស្លៀកពាក់សិចស៊ីដដែលមីយូមានរូបសម្បត្តិល្អស្លៀកពាក់អីក៏ស្អាតដែរមិនដូចអ្នកខ្លះមើលទៅស្ដាប់ដូចតែបងជាមិនដឹងថាគួរយកអីមកប្រៀបធៀបឲ្យសមទេប្រសង្ហាខ្ញុំដូចជាវល់មុខបន្តិចជួយជ្រាបខ្ញុំទៅក្រោមបានទេ អូអ្នកនាងគូត្រូវការខ្ញុំប្រាប់ពីឲ្យជូនអ្នកនាងទៅពេទ្យទេ អូមិនចាំបាច់បន្តិចទៀតនឹងលេងអីហើយខ្ញុំមិនដឹងថាគួរហៅលោកយ៉ាងម៉េចទេ អ្នកនាងគូខ្ញុំឈ្មោះសាងយ៉ាងគ្រាន់តែឈ្មោះរបស់ខ្ញុំតែប៉ុណ្ណោះទេ ល្អណាស់បងប្រុសយ៉ាងគួរឲ្យជ្រិញណាស់នេះគឺជាការជួបជុំមិត្តរួមថ្នាក់ខ្ញុំមិនមែនមកទីនេះដើម្បីស្ដាប់មនុស្សញ៉ាយគ្នាទេបងប្រុសស្អីធ្វើដូចជាស្គាល់គ្នាច្បាស់ណាស់អញ្ចឹងខ្ញុំមានស្រាក្រហមពី10ក្នុងឡានមកជួយកាន់តែខ្ញុំបន្តិចអាយ៉ាងទៅជួយអ្នកនាងសុំទៅខ្ញុំអាចនៅម្នាក់ឯងបានមិនអីទេកុំបារម្ភអីអ្នកនាងគូបងប្អូនសុំទៅសុកនៅទីនេះគឺល្អណាស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យនាងសោកក្នុងបន្ទប់នេះទេ បើអញ្ចឹងខ្ញុំទៅសិនហើយអ្នកនាងគូស្រាក្រហមនៅណាដែរទៅ នៅស្វេឡើងខាងក្រៅ អ្នកនាងសុំមិនឃើញមានស្រាក្រហមទេអ្នកនាងចង់ធ្វើទៀតហើយ អញគិតថាបងចង់ធ្វើអីបងសួរអញម្ដងទៀតតើអញនឹងធ្វើតាមសំណាក់បងទេ អ្នកនាងសុំខ្ញុំសុំបងដោះលែងខ្ញុំទៅ បងមិនស្អាតទេបងមិនមានលុយមែនទេស្យ៉ាងតែតែអ្វីបានជាអញនឹងចង់ធ្វើ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, jasmine extract, natural antibacterial, inflammatory និង aloe vera សុខភាពវីតាមីន E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ បងចូលចិត្តកៅភ្នែកពេលអញមើលមកបងមិនអីទេពេលនេះបងអត់ទៅឲ្យអញតែលើកហើយបើអញមិនស្ដាប់បង្គាប់ហើយប៉ះពាល់ជាមួយមនុស្សស្រីដទៃចាំមើលខ្ញុំនឹងដាក់ទូអញយ៉ាងម៉េចឆាប់ទេអញអ្នកគ្រប់គ្រងបានយកសារពី10ក្នុងបន្ទប់នោះអញត្រូវធ្វើខ្លួនឲ្យល្អ តាមការពិតគ្មានស្រាក្រហមទេការពិតណាបងគ្រាន់តែបញ្ឆោតខ្ញុំតែប៉ុណ្ណោះ ត្រូវហើយខ្ញុំគ្រាន់តែបញ្ឆោតអញឲ្យចំមកខ្ញុំនឹងសម្រាប់បញ្ជីជាមួយអញម្ដងទៀតនៅពេលក្រោយថាប់អញតតែអស់ចិនគេពិតជាមានអ្នកដំណងជាមួយគ្នាមែនខ្ញុំដូចជាវិលមកទៀតហើយអាយ៉ាងជួយជូនខ្ញុំទៅតាមបានទេអាយ៉ាងក្បាលខ្ញុំពិតជាវិលខ្លាំងណាស់ អ្នកនាងគូដើរយឺតៗណា អរគុណអាយ៉ាង មិនអីទេ អរគុណណាស់អាយ៉ាងជួបគ្នាពេលក្រោយទៀត អ្នកនាងគូសុំជើងសុំមកយូរទៅតែប្រមានខ្ញុំនាងច្បាស់ជាខាងខ្ញុំទៀតហើយនាងនឹងប្រហែលជាមិនអីទេមានមនុស្សច្រើនណាស់នៅក្នុងបន្ទប់ឯកជននោះនាងមិនអាចធ្វើអ្វីប្រេះប្រាស់បានទេវាគ្មានហេតុផលណាមួយដែលនាងត្រូវថាខ្ញុំទៀតនោះទេប៉ុន្តែយ៉ាងណានាងសុំក៏ជាមនុស្សម្នាក់ដែលរឹងរូសដែរស្រីបិសាចច្បាស់ជាសងសឹកខ្ញុំទៀតហើយចំជាពិបាកមែន លោកតាចុះអ្នកណាប្រាប់ខ្ញុំកាលពីម្សិលមិញថាខ្សោយខ្លាំងណាស់ចិត្តស្លាប់ ឯងជាចាស់ស្រីដែរមិនស្លាប់មកគាត់មកដល់ផ្ទះភ្លាមគាត់និយាយមកជួយចិត្តយើងភ្លាមយើងសួរឯងតើរកចៅជើខាត់ជួបគេយប់ប៉ុណ្ណាមកហើយ លោកតាម្សិលមិញខាងខ្ញុំទៅខលវីដេអូជាមួយលោកតាបានហើយខ្ញុំត្រូវទៅក្រុមហ៊ុននៅព្រឹកស្អែក មិនស្មាននេះនិយាយតែពីការងារតើមកជួយរកបរិសម្នាក់ឲ្យឯងហើយគេមានប្រវត្តិគ្រួសារល្អថ្ងៃស្អែកឯងត្រូវតែញ៉ាំអាហារជាមួយគេខ្ញុំថាឯងពេលនេះគួរតែស្រាប់តាមយើងប្រយ័ត្នរៀបការបានឆាប់ទៅ លោកតាខ្ញុំមិនមែនជាក្មេង3ឆ្នាំទៀតទេរឿងជីវិតគូខ្ញុំត្រូវសម្រេចខ្លួនឯងតើនៅសម័យណាហើយ
លោកតានៅតែបង្ខំចៅឲ្យរៀបការ សូមមួយជួយើងប្រោះចម្រោះឯងពីរឯងចង់ងាត់ជួបពីឬក៏ឯងចង់ធ្វើបុណ្យសពឲ្យយើង លោកគឺហ្វូជីងស៊ីងមែនទេ អូមិនហើយនៅនេះសងតើក៏ខ្ញុំគឺហ្វូហើយខ្ញុំថាហ្វូជីងស៊ីទៅបានហើយរីករាយទៅបានជួបនៅនេះសង ជាកិត្តិយសណាស់ដែលមាននរណាម្នាក់ស្គាល់ខ្ញុំ ស្វាគមន៍នៅនេះសូមត្រូវការកំងអ្វីដែរ ខ្ញុំយកអ៊ីកាបងត្រីសាមុនណាសុបអាមួយទៀតមក បាទចំណែកលោកវិញបុរសដែលមានឋានៈបែបនេះទើបផ្សំនៅនេះសូមនាងប្រហែលជាចូលចិត្តគេខ្លាំងហើយមកទៅ មិនដឹងថានៅនេះសងអាចទៅដល់ឱកាសសមត្ថភាពខ្ញុំចង់ស្វែងយល់ពីអ្នកនេះ នៅនាងសូមមិនយល់ព្រមទេបើសិនជានាងយល់ព្រមទៅមុខនាងច្បាស់ជាមិនអាចរំខានខ្ញុំទៀតទេ មិនអាចនោះទេ នៅនេះសងរៀបការជាមួយនឹងខ្ញុំមិនល្អត្រង់ណាខ្ញុំសន្យានឹងមើលថែអ្នកនេះឲ្យបានល្អ ប៉ុន្តែខ្ញុំមិនបានឆ្លាញ់លោកខ្ញុំសងវិញយូមិនត្រូវការលោកទេ ប៉ុន្តែលោកម្ចាស់សងពេញចិត្តខ្ញុំខ្លាំងណាស់ កុំគិតថាប្រាមនុស្សចាស់មកដាក់សម្ពាធខ្ញុំហើយអាចបង្ខំខ្ញុំបានប្រាប់លោកម្ដងទៀតចុះខ្ញុំមិនថាតាមលោកទេ ប្រឡោដូចខ្ញុំមិនឆ្លាញ់នៅនឹងឆ្លាញ់មើលប្រុសបានណា ខ្ញុំគឺខ្ញុំឆ្លាញ់គេ នៅនាងសូមនេះ បើបកកាយខ្ញុំមិនថាលោកទៀតសង្សា ខ្ញុំថាអ្នកនាងចង់លេងសើចជាមួយនឹងខ្ញុំមែនទេមិនហើយទេ បានអញ្ចឹងយើងអង្គុយញ៉ាំជាមួយគ្នាទេ នៅនាងសូមខ្ញុំ ចាំមិន គ្មានអីទេ នៅនេះសងឲ្យខ្ញុំជួយទៅចុះ មិនបាញ់ក៏តែ ឈរតាមនឹងហើយប្រមាថគាត់នៅសងយ៉ាងម៉េចហើយត្រូវជិះវិញនឹងគ្នា លោកពូបើគ្មានការអ្វីទេខ្ញុំសូមវាសិនហើយ ឈប់សិនខ្ញុំមើលទៅឯងដូចជាមិនតរៀនចប់ទេដូច្នេះកុំសំណឹកខ្ពស់ពេកការតែទៅមនុស្សដូចជាឯងមិនស័ក្តិសមជាមួយអ្នកនាងសងទេ សូមទោសផងលោកនិយាយពីអ្វីដែរទៅ បានតាស្រាងចេញមិនផឹកចង់ផឹកស្រាប់ពីនេះចាំមើលយកមកពីម្ដងឯង អើយចង់ស្វ័យលេខខ្ញុំអូ នេះគ្រាន់តែព្រមាននៅឆ្ងាយពីអ្នកនាងសងទៅថ្ងៃក្រោយមិនឲ្យពាក់ព័ន្ធជាមួយអ្នកនាងសងទៀតទេស្រាប់បានហើយទៅពួកយើងទៅ บอกเราไม่จำเป็นผิดแบบนี้ ចែកដល់ ไม่รู้ไอ้กันแล้วไง ចែកដល់ខ្ញុំដាក់ដួលឥឡូវនេះមិនអីទេ อ๋อมันไหนที่ตัวเอาช้ำจีน่าช่วยจ้ะ អូ นักครูเป็ดช่วยดาเกมันแต่เจ អូមិនអីទេចាំខ្ញុំជាអ្នកធ្វើខ្លួនឯង អ្នកជំងឺកុំខ្មាស់អៀនអីខ្ញុំគឺជាគ្រូពេទ្យតើមានរឿងអីគឺអ្នកកំឡោះម្នាក់នេះឈឺហើយនៅខ្មាស់អៀនទៀតមិនត្រូវដាក់ឲ្យទេតើឲ្យគ្រូពេទ្យព្យាបាលយ៉ាងម៉េចទៅ កុំអីនៅនាងសូមទុកឲ្យខ្ញុំធ្វើខ្លួនឯងវិញ មិនក៏ប្រកែកអៀនចឹងនេះខ្លួនប្រាំលោកខ្ញុំឃើញអស់ហើយអញ្ចឹងសោះធ្វើឲ្យខ្លួនឯងនៅបរិសុទ្ធបាត់មកទៅខ្ញុំចង់និយាយនេះមានសិទ្ធិអីមកគាត់ខ្ញុំដែរ បាត់មកនឹងទៅនេះមិនស្គាល់នឹងសងទេ ខ្ញុំសុំទោសខ្ញុំមិនដឹងពិតមែនថាជាអ្នកនាងសុងចេញភ្លាមទៅ นั่นនឹងសងខ្ញុំដែរ គ្រូពេទ្យមកការឲ្យទៀតទេ អរគុណនៅនាងសូមដែលបានជួយខ្ញុំ ខ្ញុំមកចូលចង់ដៃដល់បាត់ប្រត់អត់ពីវិញហើយគ្រាន់តែសម្រាប់បាត់គ្រប់គ្រាន់គេនឹងលេចអីហើយ អរគុណហើយលោកគ្រូពេទ្យអរគុណ ប្រាប់បងមកជំរាបរបួសពេញខ្លួនបែបនេះ ខ្ញុំ មិនយូរឯងនៅឯណាខ្ញុំមកដល់ហើយមិនបានជាមិនទាន់មកទេទៅហើយឆាប់ត្រឡប់ទៅផ្ទះសម្រាប់ទៅខ្ញុំមានការប្រញាប់ទៅមុនហើយអ្នកនាងសងរបស់ខ្ញុំរាល់ដងឲ្យតែតំណេពីការងារតែតែឆ្លៀតផឹកស៊ីសប្បាយរីករាយតែថ្ងៃនេះហេតុអីក៏ក្រៀមក្រំម្ល៉េះហើយយ៉ាសង្ស័យតែត្រូវការប្រុសក្មេងកំដរហើយមិនអីទេចាំខ្ញុំរៀបចំឲ្យឯងចុះ សួស្ដីបងស្រី សង្ហាសង្ហាណាពេញចិត្តប្អូនមួយណាដែរឯងជ្រើសមើលទៅមិនចាប់អារម្មណ៍ទេហើយយ៉ាអ្នកនាងសងមិនពេញចិត្តប្អូនសម្បីតែម្នាក់ទេនាំគ្នាចេញទៅមិនយូរឆាប់ប្រាប់គ្នាឲ្យត្រង់មកឯងកំពុងរត់ដល់កូនទន្សាយតូចម្នាក់នោះហ៎នៅថ្ងៃជប់ជុំនោះខ្ញុំបានឃើញហើយឯងសម្លឹងមើលគេមិនដាក់ភ្នែកអាណែគ្នាទីត្រូវមែនទេតែថាបើសិនជាឯងនៅគេគ្រាន់តែទូរស័ព្ទហៅគេមកគ្មានអីពិបាកទេគេមិនមកនោះទេអាយ៉ាងចេញពីធ្វើការហើយហ៎ចែកដល់ណាខ្ញុំត្រូវទៅវិញល្មមអញ្ចឹងទៅជាមួយគ្នាទៅ หลอนฮะ កុំអីនៅនាងគ្រូពួកយើងអាចត្រឡប់ទៅវិញខ្លួនឯងបាន
អាយ៉ាងក្រុមនិស្សិតផ្សេងទៀតគេសម្រាប់វិស្វកម្មទៅលេងស្រុកកំណើតនិងអ្នកខ្លះដល់លេងអស់ហើយចុះហេតុអីបានជាលោកនៅតែធ្វើការ អូគឺស្ថានភាពគ្រួសារខ្ញុំមិនសូវល្អទើបត្រូវការរលួយបន្ថែម សញ្ញខ្ញុំជឿថានៅថ្ងៃអនាគតលោកប្រកាសជាមានជីវិតដ៏ល្អមិនខាន អរគុណអ្នកនាងគូ បងប្រុសយ៉ាងសង្ហាបែបនេះតែមានមិត្តស្រីហើយនៅ គេនេះមិនគិតពីរឿងមិនស្រីទេមិនខ្លាំងមិនខ្លាំងគិតតែពីរលុយនឹងខំធ្វើការតែប៉ុណ្ណោះ ប៉ុន្តែថ្ងៃនោះខ្ញុំបានឃើញសញ្ញដូចជាស្និទ្ធជាមួយអ្នកនាងសុង អូអ្នកនាងគូមើលទៅដូចជាជប់ដែរហើយពួកយើងត្រូវត្រឡប់ទៅវិញហើយលាហើយ ទៅណា មិញយូអញទៅពិធីគូកំណើតរបស់អ្នកនាងលីដែរទេកម្មវិធីតូចតាចបែបនេះខ្ញុំមិនដែរទៅទេចាប់ឲ្យមនុស្សយកកដោទៅគ្រប់គ្រាន់ហើយឯងមិនទៅមិនបានទេណាកុំភ្លេចឲ្យសោះថាកូនតន្សាយតូចរបស់ឯងគេកំពុងធ្វើការនៅទីនោះទៅក៏បានយ៉ាងម៉េចហ្នឹងគ្រាន់តែឃើញយូមីភ្លាមព្រមភើពេងដល់ថ្នាក់និយាយលេងចេញហើយហ៎ សួស្ដីអ្នកនាងសុំសួស្ដីអ្នកនាងបាន មើលតែដៃរបស់គេបានធូរហើយរបួសនៅក្បែរមកទៅជាហេតុដែរ នាងពិតជាស្អាតមែន សុំតើអ្នកទាំងអស់គ្នាខ្ញុំមកយឺតបន្តិចគឺជាបងស្រីរੂមែនទេហេតុអីក៏មកយឺតម្លេះដូចតែមិនទាន់តែយ៉ាងណាក៏មកដល់ហើយល្អណាស់ឆាប់អង្គុយចុះតែសួស្ដីសញ្ញាមានអារម្មណ៍ថាតិចខ្លាំងណាស់ម៉ាស៊ីនតិចនៅក្នុងបន្ទប់នេះដាក់លេខប្រហែលទៅណោះអេយើងនាំគ្នាមកលេងហ្គេមទៅល្អដែរទេល្អណាស់អេមីយូឯងហ៊ានលេងដែរទេហ្គេមនេះមានឈ្មោះថាហ៊ានប្រាប់ការពិនលេងក៏បានដែរបើអញ្ចឹងតើនាងមានប្រុសក្មេងម្នាក់ណាក្នុងចិត្តថៃនៅហើយចាំមីយូប្រាប់គ្នាបានទេខ្ញុំចង់ដឹងខ្លាំងណាស់ក៏គួរតែមានដែរប៉ុន្តែមនុស្សដែលខ្ញុំស្រឡាញ់គេមិនស្រឡាញ់ខ្ញុំទេខ្ញុំបានត្រឹមតែរៀនតែគេប៉ុណ្ណោះវ៉ាវបងមីយូពិតជាក្លាហានណាស់មីយូតើប្រុសម្នាក់នោះជាអ្នកណាទៅណោះអេណែនាំឲ្យពួកយើងស្គាល់ផងបានទេមិនហើយចង់ដឹងណាតើប្រុសម្នាក់នោះជាអ្នកណាទៅបានជាធ្វើឲ្យបងមីយូចាប់អារម្មណ៍មិនតាន់អាចប្រាប់បានទេមិនអីទេណាលេងបន្តទៀតទេ អ្នកនាងសុំមិនក៏មិនទាន់ត្រឡប់ទៅវិញ តាមពិនខ្ញុំមានវាលើទូរស័ព្ទរបស់ខ្ញុំរូបថតដែលអាចនៅក្នុងបន្ទប់គេរបស់ខ្ញុំចង់បង្ហាញឲ្យពួកគេ អ្នកនាងសុំខ្ញុំគ្រាន់តែជាក្មេងរត់តុកម្នាក់ឈប់ធ្វើឲ្យខ្ញុំពិបាកទៀតទៅ រឿងពួកយើងធ្វើឲ្យញ៉ាំមកយ៉ាងនេះកាលខ្ញុំមិនអាចសត្វតែទទួលអ្វីដែលយើងប្រកាសដូចគ្នាមិនអញ្ចឹងហី អ្នកនាងសុំអ្នកនាងស្វឹងហើយ ស្វឹងឬមិនស្វឹងវាដូចតែគ្នាទេ អ្នកនាងសុំដោះលែងខ្ញុំទៅ ចាក់មកចាក់នៅត្រង់នេះបងស្រីម្នាក់នេះចង់អាចធ្វើដល់ផ្ទាល់ដៃព្រោះពេលសម្ដីឯងវាបានចាក់ដល់បេះដូងបងណាដូច្នេះឯងសម្រាប់បងមកចាក់ឲ្យចំសរសៃឈាមធំនៅលើបេះដូងបងឆាប់ធ្វើទៅកុំខ្លាចពេលហូរឈាមចេញមកឯងទៅឆាប់រត់ទៅយ៉ាងម៉េចមិនប្រងចាក់អី អ្នកនាងសុំខ្ញុំដឹងខ្ញុំគ្មានលុយទេខ្ញុំគ្មានអ្វីៗគ្រប់យ៉ាងប៉ុន្តែទោះជាខ្ញុំក្រពិតមែនក៏ខ្ញុំមិនខ្លាចជាឧបករណ៍សម្រាប់អ្នកនាងដែរខ្ញុំមិនចង់ធ្វើជា សញ្ញាមិនបានចាក់ល្ងងយ៉ាងនេះ អ្នកនាងសុំខ្ញុំមិនព្រមទៅជាមួយអ្នកនាងទៀតទេស ញ្ញានេះសញ្ញាគ្រូពេនលោកត្រូវបញ្ជូនពេលល្អមកព្យាបាលគេឲ្យបានប្រាថ្នាល្អបំផុតត្រូវជួយគេឲ្យបានចូលដែរទេ នៅនេះសុំនៅនេះកុំរំបីពួកយើងនឹងខំជួយអ្នកទាំងមើលឲ្យពីលទ្ធភាព សញ្ញាបងខុសហើយបងមិនគួរបង្ខំអញទេសញ្ញាមិនអាចឆ្លប់បានទេមីយូគម្រោងរបស់ Blue Sea និង Blue Sky មានតម្លៃ 1000 លានក្រុមហ៊ុនយើងសម្បូរមនុស្សមានសមត្ថភាពតែក៏ត្រូវចំណាយពេលរៀបចំកន្លះឆ្នាំដែរខ្ញុំគិតថាជាឱកាសល្អខ្លាំងណាស់ថាម៉េចសញ្ញាដាក់ខ្លួនហើយល្អខ្ញុំទៅដល់ហើយបកការងារនេះឲ្យអញហើយទៅចុះហត្ថលេខាកិច្ចសន្យាជំនួសខ្ញុំផងហ៎ខ្ញុំហ៎មីយូនាងកំពុងគិតអីហ្នឹងខាងគេប្រាប់ហើយថាអ្នកដែលចុះកិច្ចសន្យាគឺត្រូវតែជានាងខ្ញុំជាជំនួយការតូចតាចទេខ្ញុំថាអាចធ្វើបានគឺធ្វើបានហើយហ៎ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, vitamin extract, natural antibacterial, inflammatory និង aloe vera, Sucopol vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ អាចតែតិចបំផុតដឹងខ្លួនហើយ អ្នកនាងគូ អាយ៉ាងអាចប្រាប់ខ្ញុំបានទេអ្នកណាគាត់ឲ្យលោករបួសបែបនេះឬក៏ខ្ញុំមិនយល់ អ្នកនាងគូគ្មានអ្នកណាធ្វើបាបខ្ញុំទេគឺខ្ញុំជាអ្នកធ្វើដល់ខ្លួនឯង អាយ៉ាងឈប់កុហកទៀតទៅ
លោកមិនមែនជាមនុស្សល្ងងទេមិននឹងអាចយកកបិតមកចាក់ខ្លួនឯងទៅកាន់លោកដឹងទេចុងកបិតចាក់ចូលជ្រៅក្បែរបេះដូងលោកពីនឹងស្លាប់ណាមើលទៅសឹងយ៉ាងណៃគួរបារម្ភហើយគ្មានឈួតនេះខ្ញុំមិននឹងធ្វើគេស្លាប់ទៅហើយអាយ៉ាងប្រាប់ខ្ញុំតាមត្រង់មកអ្នកនាងសុំធ្វើអីឡងខ្ញុំសន្យាថាមិនប្រាប់អ្នកណាទេ នៅនេះគូខ្ញុំប្រាប់ហើយថាខ្ញុំជាអ្នកធ្វើ អាយ៉ាង ខ្ញុំនិយាយគឺជាការពិត គូរੂសួរឲ្យសួរទេរឿងនេះតែគេជួយយកការពីខ្ញុំអត់ទេគេមកការទីខ្ញុំធ្វើអីព្រោះគេស្អប់ខ្ញុំខ្លាំងណាស់គេប្រហែលជាគាត់តែមិនចង់ឲ្យមានរឿងជាមួយខ្ញុំតែប៉ុណ្ណោះតែបានជានិយាយបែបនេះអ្នកនាងប្រធានខ្ញុំយកដំណឹងល្អមកប្រាំទីបំផុតគម្រោង Blue Sea និង Blue Sky ដែលមានតម្លៃរាប់ពាន់នោះខ្ញុំធ្វើបានសម្រេចហើយសងមយូហេអញកំពុងគិតអីហ្នឹងអ្នកនាងប្រធានខ្ញុំយកដំណឹងល្អមកប្រាំគម្រោង Blue Sea និង Blue Sky ដែលមានតម្លៃ 1000 លាននោះខ្ញុំធ្វើបានសម្រេចហើយសងមយូអេអញនិយាយមួយម៉ាត់ទៅមិនបានជាអង្គុយគ្មានព្រលឹងសោះអញ្ចឹងខ្ញុំវេយកខ្លួនឯងហើយណាប្រាក់រង្វាន់វេយក5 លានទៅចុះរង្វាន់សម្រាប់ការចុះកិច្ចសន្យាបានជោគជ័យមិនបានជាខ្ញុំខ្វល់ពីสิ่งយ៉ាងខ្លាំងម្ល៉េះឬគាត់តែឆ្កាស្លុកវិញតែខ្ញុំកំពុងគិតអីមានអារម្មណ៍ថាដូចជាថប់ស្គាល់គេ វិញមួយថ្ងៃទៅមួយថ្ងៃក៏មិនទោះថាគូខុសខើចទៅបើសិនជាឯងមិនចេញទៅខាងក្រៅត្រូវស្មារតីមិនខ្លាចជារបស់ជាងទៅ ដឹងហើយអញតែខំញ៉ាំបាយឲ្យបានច្រើនណាស់ចាំទៅពេលថតឡើងខ្ញុំនឹងបាក់ឡានមកទទួលឯងអញត្រូវរំចាំខ្ញុំណាឈូសេខ្ញុំអត់ភ្លេចលោកទេខ្ញុំនៅតែចង់តាមពាក្យសន្យារវាងយើងប៉ុន្តែប្រហែលឆ្នាំនេះខ្ញុំមិនជួបមនុស្សតាមរកលោកមិនឃើញសោះតើលោកណែឯណាទើបតែពី3ថ្ងៃប៉ុណ្ណោះរបួសរបស់លោកមិនតជានោះទេយ៉ាងហើយណាក៏ត្រូវសម្រាប់ពី3ថ្ងៃទៀតដែរសម្រាប់ទីនេះសិនទៅខ្ញុំទាន់អាចចេញអីខ្ញុំមិនអីទេរបួសតែជួយប៉ុណ្ណោះខ្ញុំតាមចិត្តចុះអាយ៉ាងខ្ញុំយកអាហារទៅកម្លាំងមកឲ្យនៅនេះគូមិនចាំបាច់យកអាហារឲ្យខ្ញុំទេខ្ញុំកាយចិត្តណាខ្ញុំជំពាក់គុណនាងច្រើនពេកហើយកំពុងតែគិតថាត្រូវសងយ៉ាងម៉េចខ្ញុំគ្រាន់តែចង់មើលថៃលោកមិនបានឲ្យសងគុណវិញទេត្រង់ខ្ញុំគឺជាអត់ពើតែជាមួយសងវិញយូមិនប្រកែកមួយម៉ាត់សោះនេះលោកចង់ធ្វើអីលោកចង់ចេញពីពេទ្យមែនទេរាងកាយរបស់លោកនៅមិនទាន់ស្រួលនៅឡើយមិនអីទេនៅនេះគូខ្ញុំជិះហើយលោកក៏ហក់ស្ដាប់តាមគ្រូពេទ្យទៅប្រកាសជាងនៅនេះគូរាងកាយរបស់ខ្ញុំពិតជាបានធូរប៉ុណ្ណឹងឃើញទេមិនអីទេអញ្ចឹងមុននឹងទៅត្រូវញ៉ាំអាហារសិនអរគុណហើយប៉ុន្តែខ្ញុំសុំទៅបងថ្លៃមន្ទីរពេទ្យសិនពេលបងហើយចាំខ្ញុំមកវិញលុយដែលនៅសល់មានតែ2500យន់ប៉ុណ្ណោះចំណែកលើដល់ត្រូវសល់ទេគឺ10000មិនដឹងថាបានលុយមកពីណាទេអាចគ្រប់សម្រាប់ការចំណាយឬអត់សួស្ដីលោកឈ្មោះសិនយ៉ាងមែនទេអូបានសួស្ដីសុំសួរបន្តិចតើបានទេតើខ្ញុំត្រូវបង់ថ្លៃតាមណាដែរលោកមិនចាំបាច់បង់ប្រាក់ទេការចំណាយរបស់លោកមានគេបង់រួចហើយថាម៉េចឬមួយក៏ជាអ្នកនាងសុំវិញយូរំខានជួយពិនិត្យឈ្មោះឲ្យខ្ញុំផងបានទេសុំទោសខាងមន្ទីរពេទ្យមិនអាចប្រាប់បានទេប៉ុន្តែខ្ញុំពិតជាចង់ដឹងមែនថ្លៃព្យាបាលរបស់ខ្ញុំអស់ប្រហែលទៅចាស់គឺ1 លានថាម៉េច1 លានខ្ញុំសម្រាប់ពេទ្យតែប្រហែលថ្ងៃហេតុអីក៏ចំណាយអស់ច្រើនម្ល៉េះចាស់គឺថ្នាំដែលប្រើសម្រាប់ព្យាបាលលោកគឺសុទ្ធតែជាថ្នាំល្អមានតម្លៃរាប់ម៉ឺនដុល្លារថ្នាំខ្លះត្រូវទិញពីបរទេសមកអ្នកដែលមានលទ្ធភាពចំណាយគឺមានតែ2នាក់ទេគឺនៅនៃគូនិងនៅនឹងសុំមិនថាណាទេខ្ញុំត្រូវតែរលុយដើម្បីសងពួកគេវិញអាយ៉ាងមកវិញហើយនៅនៃគូបុគ្គលិកមន្ទីរពេទ្យប្រាប់ថាមុននេះមានអ្នកបងថ្លៃមន្ទីរពេទ្យតើនៅនឹងមិនទេអូប្រហែលជាប៉ារបស់ខ្ញុំជាអ្នកបងហើយខ្ញុំបានប្រាប់គាត់ពលអាណិតលោកខ្លាំងណាស់ប៉ានៅនឹងត្រូវហើយបើលោកចង់ដឹងច្បាស់ចាំទូរស័ព្ទសួរគាត់ចុះបាទលោកប៉ាជាប៉ាមែនទេដែលជាអ្នកបងថ្លៃពេទ្យឲ្យសញ្ញាខ្ញុំថាឲ្យពិតជាប៉ាមែនប៉ារបស់កូនចិត្តល្អខ្លាំងណាស់ពិតជាអរគុណអ្នកនាងគូដែលបានជួយខ្ញុំរឿងលុយមិនសំខាន់ទេឲ្យតែលោកចូលព្រមធ្វើជាមិត្តប្រុសខ្ញុំកុំអីអ្នកនាងគូពេលដែលបានស្រួលហើយខ្ញុំនឹងរកលុយសងអ្នកនាងមិនអីទេមិននិយាយរឿងនេះក៏បានខ្ញុំនឹងរំចាំរហូតដល់លោកយល់ព្រមមិនតបតចង្អៀតខ្លាំងណាស់លោកអាចនៅយ៉ាងម៉េចទៅគឺខ្ញុំសុំទៅហើយអាយ៉ាងរាងកាយរបស់លោកនៅមិនទាន់ស្រួលបួននៅឡើយបើនៅទីនេះមិនងាយជានោះទេអញ្ចឹងចុះលោកទៅសម្រាប់នៅផ្ទះរបស់ខ្ញុំសិនទៅចង់ញ៉ាំអីចាំខ្ញុំធ្វើឲ្យនៅនេះគូខ្ញុំសូមអរគុណទឹកចិត្តអ្នកនាងណាប៉ុន្តែខ្ញុំមិនរំខានទេគេចូលតែ10នាទីហើយពួកគេកំពុងធ្វើអីនោះសងមយូនាងមកធ្វើអីនៅទីនេះពាក់ព័ន្ធអីជាមួយនាងដែរកុំគិតថានាងមិននិយាយខ្ញុំមិនដឹងសងមយូនាងស្រឡាញ់សញ្ញាមែនទេប៉ុន្តែសញ្ញាព្រមគងបត់ប្រាប់ខ្ញុំហើយនាងមិនមែនកាន់ជើងខ្លួនឯងទេអញ្ចឹងចាំតែមើលទៅថាអ្នកណាអាចយកបាច់ដងសញ្ញាបានពេលនោះសញ្ញារើអ្នកណាអ្នកនោះអ្នកឈ្នះនាងកំពុងកាត់អីណាមើលរូបរាងដូចជាកំពុងមានជំងឺថាខ្លួនផងប្រយ័ត្នងាប់ទៅព្រោះបើដល់ពេលនោះគេនៅតែជារបស់ខ្ញុំដដែលសងមយូកុំក៏ឲ្យទៅតង់ពេកខ្ញុំមិនងាយកើតអីទេខ្ញុំនឹងរស់នៅឲ្យបាន100ឆ្នាំទៀតចាំមើលទៅពេលនេះគេគួរតែស្អប់ខ្ញុំខ្លាំងសូមជួយពិសាឆ្ងាញ់ចុះឈឺធ្ងន់បែបនេះហើយនៅរងក្បាលមកធ្វើការទៀតមិនសម្រាប់នៅផ្ទះសិនទេសូមជួយពិសាចុះ
ណែនេះផងចេះពីនេះពួកយើងនាំគ្នាទៅមកកន្តែឬថាមានរឿងទៅបញ្ជាក់ថ្មីរឿងនេះរ៉ូម៉ានទិកខ្លាំងណាស់ ខ្ញុំគ្មានពេលច្រើនទេថ្ងៃនេះបើលោកតាមិនសុំខ្ញុំក៏មិនជួបលោកនៅទីនេះដែរខ្ញុំថាលោកគួរតែបោះបង់កំណត់នេះចោលទៅ ខ្ញុំពេញចិត្តទៅនឹងណែនេះផងទោះពេលនេះអ្នកនឹងសុំទៅពេញចិត្តខ្ញុំជួបគ្នាបានញឹកញាប់បានជាយកចិត្តគ្នាមិនខាន ពុតទឹកបាត់ ណែនេះផងស្ទោះអាការខ្ញុំផុសទៅ អ្វីដែលលោកនិយាយមិនមែនជាការពិតការដែលលោកម្ដងខ្ញុំគិតថាលោកគ្រាន់តែចង់ពឹងលើអំណាចគ្រួសារផងខ្ញុំតែប៉ុណ្ណោះប៉ុន្តែបើស្នេហ៍ខ្ញុំពិតមែនខ្ញុំអាចផ្ដល់ឱកាសឲ្យលោកបានបើមិនជាលោកអាចកត់ចិត្តខ្ញុំបាន ខ្ញុំសុំទីនេះខ្ញុំកត់ចិត្តអ្នកនេះមិនឲ្យចោះទេកុំអារម្មណ៍ទោះបីជាមិនទាន់ចាប់ផ្ដើមពិតមែនតែខ្ញុំសុំធានាថានឹងពេញខ្ញុំសុំធានាថាអ្នកនេះនឹងពេញសុំយូតើចោះខ្ញុំធ្វើទៅ ខ្ញុំមិនចាប់អារម្មណ៍លោកទេ ហេតុអីទៅបានជាក្មេងម្នាក់នោះជាបលាក្នុងចិត្តរបស់យើងរហូតអត់ទេយើងមិនព្រមឲ្យនឹងរួចពីដៃរបស់ជាងទេ Hello សម្បត្តិរបស់លោកតាមដល់ហើយសូមជួយចុះមកទទួល ប៉ុន្តែម៉ោង 12 ហើយហ្នឹងមិនបានជាមានអ្នក តែ ដឹកជញ្ជូ មិន ន បញ្ហាតែជួយថ្ងៃស្អែកស្ថានីយ៍ផ្ទះសមុទ្រនឹងត្រូវបានបាត់ហើយខ្ញុំក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញដែរដូច្នេះហើយខ្ញុំដឹកមកទៅយកបាត់ ស្ថានីយ៍សមុទ្រត្រូវបាត់ដែរក្រែងយកបាត់កាលពីម្សិលមិញមែនទេ ខ្ញុំមិននិយាយច្រើនទៀតទេព្រោះខ្ញុំប្រញាប់យកសមុទ្រទៅកន្លែងផ្សេងទៀត អូខេ មកទៅណា ទៅយកសមុទ្របន្តិច យកសមុទ្រទៅយកបាត់នេះ គេប្រាប់ថាស្ថានីយ៍សមុទ្រត្រូវបានជាទៅទាំងយកបាយ មិនមិនទេអញ្ចឹងឆាប់តែចុះខ្ញុំជិះពោះណាសូមតែមកគុណបន្តិចសិនសមុទ្រនៅទីនេះសូមជួយចុះហាត់រេខា ហេចង់ធ្វើស្អីហ្នឹង សូមចុះមកគុណ3 ដងហើយមិនក៏មិនតត្រឡប់មកវិញទៀតឬមួយសាយ៉ាងគេកំពុងតែមានគ្រោះថ្នាក់ធ្វើយ៉ាងម៉េចទៅឬក៏ទៅទេប្រាប់ប៉ូលីសប៉ុន្តែសាយ៉ាងបាត់ខ្លួនមិនទាន់បាន1 ម៉ោងទេពួកគេមិនទទួលពាក្យបណ្ដឹងទេអូប្រហែលគឺអ្នកនាងសុំមកជួគេបារម្ភពីសាយ៉ាងណា ថាម៉េចស្យ៉ាងបាត់ខ្លួនទេអាឡូជួយចាប់កំណត់ឲ្យតាមរកមនុស្សម្នាក់គេឈ្មោះស្យ៉ាងអាយុ21ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យចាំងតៃខ្ញុំសង្ស័យគេត្រូវចាប់ចម្រិនមានតម្រូវអីដែរទេ ពួកយើងមករកមើលដើម្បីពេលមានជប់ហើយប៉ុន្តែរកមិនឃើញឡានជួនសង្ស័យនេះទេ រកមើលបន្ថែមទៀតទេ បាទ ស្យ៉ាងលោកណែណាអ្នកណាធ្វើអីលោកស្យ៉ាងលោកណែណាអ្នកណាធ្វើអីលោករ កគ្នាមិនដែរហើយពួកយើងបានពិនិត្យរកមើលគ្រប់កន្លែងពេលនេះបានឃើញឡានមួយដែលគួរឲ្យសង្ស័យបំផុតហើយឡានដែលគួរឲ្យសង្ស័យនោះគឺជាឡានចុងក្រោយដែលនៅកន្លែងកើតហេតុឡាននោះរកឃើញនៅខាងលិចក្រុងប៉េកាំងមកដល់ពេលនេះខ្ញុំខ្លាចថាមានគ្រោះថ្នាក់ដល់ទីនោះទេ ឆាប់បញ្ជូនមនុស្សទៅទីនោះព្រាមអញចុះសិនទេអត់ទេខ្ញុំទៅជាមួយឯងដែរខ្ញុំបារម្ភពីឯង ទៅដាក់ទៅខ្ញុំចង់លេងល្បែងសិនអញមើលអីឆាំងមើលឡើង ស្យ៉ាងលោកណែណាឬមួយស្យ៉ាងកំពុងថាក្នុងគ្រោះថ្នាក់មិនយូរកុំអីណាកុំខ្វល់ខ្វាយពេកខ្ញុំជឿថាស្យ៉ាងពិតជាមិនអីទេគេជាមនុស្សល្អគេច្បាស់ជាមានសុខភាពមិនដឹងទេខ្ញុំខ្លាចថាស្យ៉ាងគេនឹងស្លាប់គ្មានផ្លូវទេច្បាស់ជាមិនអីទេណាស្យ៉ាង អ្នកនាងមកយូ នោះគឺស្យ៉ាងគេមិនទាន់ស្លាប់ទេអញមិនអីទេអ្នកណាចាប់អញមកទីនេះអ្នកនាងសង្បារម្ភពីឯងណាដឹងទេសួរលំបាកដើម្បីជួយសង្គ្រោះឯង មើលទៅគេពិតជាបារម្ភពីខ្ញុំហ្នឹងខ្ញុំមិនអីទេមកយូមិនអីទេ មិនយូរអញកើតអីហ្នឹង អ្នកនាងបានប្រាប់ខ្ញុំបានទេមានអ្វីកើតឡើង ការដែលឯងបាត់ខ្លួនមិនយូរគេបារម្ភពីឯងណានាងមិនបាត់ដេកពេញមួយយប់កាន់តែរកឯងមិនឃើញនាងកាន់តែអង្គុយមិនជាប់បាត់ឡានលឿនដូចហោះហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ទៀតបើសិនមិនមែនដើម្បីឯងនាងក៏មិនត្រូវយកបន្ទប់សង្គ្រោះបន្ទាន់បាត់នេះដែរ ហេតុអីទៅអ្នកដែលនៅក្នុងនោះការពិតគួរតែជាខ្ញុំទេមិនបានជានាងគាត់ថយជីវិតដើម្បីខ្ញុំបែបនេះហេតុអីក៏អ្នកនាងសងធូរបែបនេះទៅលោកគ្រូពេទ្យយ៉ាងម៉េចទៅហើយក ុំមិនបានចាត់ចូលក្នុងពោះជ្រៅប៉ុន្តែខ្ញុំបានចេញមកហើយស្ថានភាពពេលនេះនៅតែធ្ងន់ធ្ងរត្រូវរងចាំមើលពីបេសាទៀត សុំទោសគឺដោយសារតែខ្ញុំ ស្យ៉ាងមកកណ្ដាលស្គីមិននិយាយ មិនដឹងនិយាយថាយ៉ាងម៉េចដោយសារតែនាងជួយខ្ញុំធ្វើឲ្យនាងបេះតែស្លាប់ខ្លួននាងក៏ដឹងដែរមែនទេថាខ្ញុំគ្រាន់តែជានិស្សិតធម្មតាម្នាក់
ក្នុងហៅប៉ារបស់ខ្ញុំគ្មានលុយទេដូច្នេះរឿងដែលនាងធ្លាប់និយាយជាមួយនឹងខ្ញុំពីមុនខ្ញុំនឹងយល់ព្រម បើពេលនេះដូចពេលដំបូងដែលជួបគ្នាខ្ញុំនឹងសប្បាយចិត្តលើលោកនិយាយបែបនេះប៉ុន្តែនៅពេលនេះវាផ្លាប់ប្ដូរហើយ បានន័យថាម៉េច ពេលនេះខ្ញុំនឹងស្លាញ់គេហើយដូច្នេះខ្ញុំរងចាំលោកព្រមដោយខ្លួនឯងឥឡូវនេះខ្ញុំមិនស្រួលទេរងចាំឲ្យរាងកាយខ្ញុំស្រួលទេខ្ញុំនឹងធ្វើបាបលោកម្ដងទៀតចាំទៅ លើកនេះមកដូចមុនទៀតទេគ្មានការបដិសេធឡើយខ្ញុំមិនព្រមទៀតទេ ហើយមិនក៏ពួកគេមិនលើកទូរស័ព្ទឬមួយពួកគេត្រូវចាប់ខ្លួនអស់ហើយ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, jasmine extract, natural antibacterial, inflammatory និង aloe vera សុខភាពវីតាមីន E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានគំនិត pH 1.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ យើងមិនអាចចាញ់ឯងដាច់ខាត ស្រេចចឹង អូគឺចាំចាក់ឲ្យ ដៃបងគ្មានកម្លាំងមិនចុកបងតិចទេបងចង់តែបន្ទប់តឹងអញបីបងតិចទេ នៅនេះសុំកុំធ្វើបែបនេះអី បងមិនបានធ្វើអីទេ កុំដាក់មុខចិត្តទេ កុំឲ្យបងដាក់មុខចិត្តផងឯង នៅនេះសុំកុំធ្វើចិត្តអី បងមិនបានធ្វើអីទេ កុំដាក់មុខចិត្តទេ កុំឲ្យបងដាក់មុខចិត្តផងឯងមិនអីទេបងឈប់ទៅវិញហើយចាំវិញឡើងចង់មើលថែបងទៀតហើយឯង អត់ទេត្រូវតែមើលថែ អ្នកនាងសុងមកត្រូវអ្នកនាងល្អណាស់មើលទៅស្រឡាញ់អ្នកនាងខ្លាំងទៀតជួនតើអ្នកទាំងពីរធ្លាប់បានរៀបការនិងមានកូនឆាប់ឆាំ ខ្ញុំគ្រាន់តែជាក្មេងប្រុសធម្មតាម្នាក់ចំណែកសុំវិញយូរជាអភិជនជីវិតរបស់ពួកយើងគឺខុសគ្នាឆ្ងាយណាស់ បងឃ្លានហើយតែដៃបងគ្មានកម្លាំងមិនចុកបងផងណា ប៉ុន្តែនៅនេះសុំគឺ មិនចង់ធ្វើតែអាចជាអ្នកធ្វើឲ្យបងខ្លាចជាបែបនេះ អត់ទេខ្ញុំដឹងណែ អើយក្តៅណាស់ ក្តៅមែនទេ ស្អាតញ៉ាំខ្លួនឯងមើលទៅ សុំទោសខ្ញុំមិនប្រយ័ត្ននៅនេះសុំហេតុអីក៏ប្រាប់អ្នកបើកឡានមិនឲ្យជូនខ្ញុំទៅបន្ទប់វិញបែបនេះ បងប្រាប់ទៅចុះផ្ទះនៅទីនោះរੂរើហើយបងជាម្ចាស់ផ្ទះប្រហែលជាមិនជួយទៀតទេដូច្នេះបើជូនអញទៅក៏គ្មានផ្ទះនៅទៀតដែរតែកុំព្រួយបារម្ភអីមានកន្លែងទៅហើយគឺផ្ទះរបស់បង ទៅនៅផ្ទះនៅនេះសុំមិនខុសពីទៅនៅក្នុងរូបកញ្ចក់ទេ បើសិនអញមិននិយាយបែបនេះបងក៏ថាអញយល់ព្រមហើយ គឺអត់ទេនៅនេះសុំគឺ ក៏បានពេលនេះខ្ញុំមិនបង្ខំអញទេបើអញមិនចង់ទៅផ្ទះខ្ញុំទៅណាក៏ទៅចុះប៉ុន្តែពេលណាដែលឯងបដូរចិនចង់រស់នៅក្នុងផ្ទះខ្ញុំអញមកបានគ្រប់ពេល ហេតុអីអ្នកនាងសុំមកជួយបងឬមួយអ្នកនាងសុំពិតជាស្រឡាញ់បងប៉ុណ្ណេះទៅដឹងហើយអ្នកណាក៏ដឹងថាតកូលសុំគឺជាតកូលអ្នកមានបំផុតនៅក្នុងក្រុងប៉េកាំងនេះដែរបងមកប្រើល្បិចអីខ្លះបានជាធ្វើឲ្យគេស្រឡាញ់បងប្រាប់មកខ្ញុំខ្លះមកខ្ញុំស្រួលរៀនតាមបង ខ្ញុំក៏សង្ស័យដែរថានាងស្រឡាញ់ខ្ញុំពិតឬមួយក៏លេងសើចជាមួយខ្ញុំអញរកផ្ទះបានថ្មីហើយនៅពេលនេះខ្ញុំមិនទាន់មានទេសុំនៅពីពេលថ្ងៃផងតើបានទេ គ្មានបញ្ហាទេបងប្រុសចាំខ្ញុំទៅជាមួយ អាឡូខ្ញុំរស់ក្នុងបន្ទប់តឹងឈឺរបស់ខ្លាំងណាស់ នៅនេះសុំចាំតិចខ្ញុំទៅដល់ហើយនៅនេះសុំយ៉ាងម៉េចទៅហើយ បានគ្រាន់បានហើយនៅឈឺតិចតួច ឆាប់ទៅមន្ទីរពេទ្យទៅ មិនបាញ់គ្រាន់តែជួយលាបថ្នាំអញទៅបានហើយអត់ទៅហើយខ្ញុំមិនតាន់ជាស្រួលមួយទេប៉ុន្តែថ្ងៃនេះអញជួយមើលថែខ្ញុំបានទេប៉ុន្តែបើឯងមិនចង់មកខ្ញុំក៏មិនបង្ខំឯងដែរកុំខ្វល់អីត្រឡប់ទៅវិញទៅ ក៏បានដែរខ្ញុំនឹងមកមើលថែនៅនាងនាទីនេះរហូតដល់ជារបួសប៉ុន្តែនៅនាងសុំមិនខ្លាចថាខ្ញុំនឹងលួចរបស់របរនៅនាងទេ ខ្ញុំថយជីវិតដើម្បីជួយឯងតែខ្ញុំគិតថាឯងមិនធ្វើបែបនេះដាក់ខ្ញុំនោះទេមួយវិញទៀតតែបើមានតម្លៃបំផុតក្នុងផ្ទះនេះគឺជាខ្ញុំនឹងហើយបើឯងចង់លួចមានទៅលើខ្ញុំនឹងហើយធ្វើឲ្យអញភ័យហើយកុំបារម្ភអីបងស្រីម្នាក់នេះមិនជាមនុស្សទេ
ឆ្នាំនេះណាជួយបដូរអញតែ បាន សញ្ចាំអញចាប់បានរៀនពេញពេលណា នៅកន្លះខែទៀត កន្លះខែទៀតចិត្តមកដល់ហើយអនាគតចង់ធ្វើអីអាចប្រាប់បានទេ គម្រោងរបស់ខ្ញុំគឺធ្វើការក្រៅម៉ោងព្រោះខ្ញុំនៅជាពាក់នឹងគូថ្លៃព្យាបាលខ្លួននៅថ្ងៃនេះ តាមមានរឿងអី គឺថ្ងៃដែលខ្ញុំចូលមន្ទីរពេទ្យលើកចុងក្រោយពេលនោះប៉ារបស់អ្នកនាងគូបានជួយបងថ្លៃមន្ទីរពេទ្យឲ្យខ្ញុំសរុបទៅ1 លាន គូរូនាងពិតជាអាក្រក់មែនហ៊ានទីមទីយកគុណសម្បត្តិទាំងតែខ្លួនអញមិនបានធ្វើអ្វីសោះអ្វីដែលនាងនិយាយមិនពិតទេការចំណាយលើការព្យាបាលរបស់លោកគឺជាលុយរបស់ខ្ញុំ ថាម៉េច បើមិនជឿស្អែកខ្ញុំជួយលោកទៅមន្ទីរពេទ្យដើម្បីសួរនាំឲ្យច្បាស់លោកក៏ថាគូរូគ្រាន់តែជាអ្នកធ្វើការស៊ីឈ្នួលម្នាក់សោះមានចិត្តល្អបែបនេះទេ គឺខ្ញុំមិនដឹងអញ្ចឹងខ្ញុំជំពាក់អ្នកនាងទៀតហើយ អញ្ចឹងអញហ៊ានបកកាយនឹងបងមែនទេបងនៅជឿរបស់នៅឡើយទេរឿងលុយមិនបាញ់និយាយទេលោកគ្មានអីជំពាក់ខ្ញុំព្រោះកាលនោះជាកំហុសរបស់ខ្ញុំទេសុំទោស មិនអីទេមិនច្រឡំទេដឹងអ្នកនាងសុំទោសខ្ញុំ ចាប់ពីពេលនេះលោកឈប់ពីការងារក្រៅម៉ោងនោះទៅហើយថ្ងៃស្អែកទៅក្រុមហ៊ុនជាមួយខ្ញុំដើម្បីរកមើលថាមុខតំណែងមួយណាសមជាមួយលោក បាទអ្នកនាងសុំសាកញ៉ាំមើលទៅខ្ញុំញ៉ាំមុនក៏បានដែរ បើបានបែបនេះរាល់ថ្ងៃច្បាស់ជាល្អណាស់ ឆ្ងាញ់ខ្លាំងណាស់សាកញ៉ាំទៅ សញ្ញអ្នកនាងសងបានរៀបចំឲ្យលោកចូលធ្វើការក្នុងផ្លូវលោកនេះជាកន្លែងរបស់លោកអាចអង្គុយបាន បាទអរគុណអ្នកនាងជំនួសការ មិនយូររបួសអញយ៉ាងម៉េចហើយមិនបានសម្រាប់នៅផ្ទះពី3ថ្ងៃទៀតទៅបើខ្ញុំសម្រាប់នៅផ្ទះពី3ថ្ងៃទៀតអញមិនទៅទូរស័ព្ទទៅខ្ញុំរាល់ថ្ងៃហើយទេនិយាយមកធ្វើដូចជាយើងនេះគ្មានបេះដូងអេហើយចុះក្មេងនោះយ៉ាងម៉េចហើយគេលែងរត់ទៅណាឲ្យអញតាមរកទៀតថៃមែនទេពិតប្រាកដហើយពេលនេះគេនៅក្នុងផ្ទះរបស់ខ្ញុំហើយគេមើលថែខ្ញុំគ្រប់ពេលព្រឹកឡើងគេថាចាំធ្វើអាហារពេលព្រឹកឲ្យទៀតហើយចាំវាយស្រីតើនាងល្ងងឬក៏ធ្វើជាល្ងងទេសុទ្ធជាតិមួយគ្រាប់មានតម្លៃប្រហែលត្រេកអរធ្វើមើលតែបាត់លំពេញពុតខ្ញុំមិនខ្វះនោះទេចាអញមិនខ្វះលុយទេតែអ្វីដែលខ្វះនោះគឺអានេះ អ្នកនាងសុំខ្ញុំចង់ទិញខោអាវខ្លះដើម្បីផ្លាស់ប្ដូរ មិនបាច់ទៅទិញនំខាត់ទេចាំខ្ញុំប្រាប់គេឲ្យទៅទិញឲ្យលោកចាស់ កុំអីខ្ញុំមិនចង់ប្រើលុយអ្នកនាងច្រើនពេកទេ ខ្ញុំនឹងមិនជ្រុលរំជាងខ្ញុំទេខ្ញុំមានលុយច្រើនណាស់ខ្ញុំសប្បាយចិត្តនឹងឲ្យលោក ខ្ញុំយល់ហើយប៉ុន្តែខ្ញុំមិនចង់ជំពាក់គុណច្រើនពេក ខ្ញុំណាប្រាប់ឲ្យសងវិញគ្មានល្ងងនេះគួរធន់ណាស់លោកមិនចង់ឲ្យមានទៅពាក់អីនឹងខ្ញុំសោះមែនទេប្រាប់លោកម្ដងទៀតពេលអញនៅតែពីនេះជាមួយនឹងយើងកុំហៅខ្ញុំថាអ្នកនាងឲ្យសោះត្រូវតែហៅខ្ញុំថាមីងយូប៉ុណ្ណោះឬក៏បងមីងយូក៏បានដែរ ដឹងហើយ ចាប់បានហៅខ្ញុំថាបងមីងយូទេ បងស្រីមិនយូ ល្អណាស់ ណែអាក្មេងមកថ្មីហើយមិនចេះគួរសមទេជាមនុស្សបាបសាការចូលមកក្រុមហ៊ុននេះបានដែរ ទី1ខ្ញុំថាលោកទេដែលដើរបុកខ្ញុំមុនទី2លោកទេដែលគ្មាន ទើបតែចូលមកថ្មីហ៊ាននិយាយសម្ដីលោកទៀតខ្ញុំទៅជជែកពេចឲ្យមិនស្រីរបស់ខ្ញុំបាត់តាហើយឲ្យលួចមែនទេ ខ្ញុំមិនដឹងថាលោកនិយាយពីអីទេហើយខ្ញុំក៏មិនលួចអ្វីដែរ យើងក៏ថាឲ្យលួចហើយនេះចេតនាតាមមកបុកជើងខ្ញុំសង្ស័យថាឲ្យបានលួចជជែកពេចរបស់ខ្ញុំ សូមបញ្ជាក់ម្ដងទៀតលោកជាអ្នកដើរបុកខ្ញុំមុនខ្ញុំមិនបានលួច នេះឯងកំពុងប្រាប់ខ្ញុំថាវាជាកំហុសរបស់ខ្ញុំមែនទេជជែកពេចនេះខ្ញុំទិញសម្រាប់សុំមិនស្រីរៀបការជជែកពេចនេះមានទំហំ15ក្រាតហើយខ្ញុំទិញក្នុងតម្លៃ1 លានឯណោះ ជឿខ្ញុំទៅពេជ្រនោះមិនមែនទំហំ15ក្រាតដូចគេនិយាយទេខ្ញុំធ្លាប់មើលរូបភាពដែលគេឲ្យមើល បើគេលួចជជែកពេចនោះពិតមែនគេច្បាស់ជាជាប់គុកមិនខាន ខ្ញុំគិតថាជាយ៉ាងស្មោះត្រង់ណាស់គេមិនអាចលួចរបស់អ្នកដទៃទេ បើឯងថាមិនបានលួចអញ្ចឹងហ៊ានដោះសម្ភារមកពីឲ្យយើងឆៃឆេដែរទី មានរឿងអីហ្នឹង នៅនេះសុំនៅនេះជួយរកចិត្តថតខ្ញុំផងសាជាគេបានលួចជជែកពេចរបស់ខ្ញុំមានតម្លៃដល់ទៅ1 លាន បានលួចមែនឬអត់ ខ្ញុំអត់ទេអ្នកនាងសុំជឿខ្ញុំឬក៏អត់ ហើយនេះពិតជាហ៊ានណាស់ហ៊ាននិយាយថាមិនបានលួចនៅចំពោះមុខនៅនេះសុំបាយខ្លាំងឲ្យយើងឆៃខ្លួនឯងទៅនៅនេះសុំមនុស្សដូចជាគេនេះមិនអាចឲ្យធ្វើការនៅក្នុងក្រុមហ៊ុនពួកយើងបានទេ អ្នកណាថាខ្ញុំមិនហ៊ាននោះតើត្រូវរៀបការឲ្យប៉ូលីសឲ្យមកស្រាវជ្រាវឆែកជាមុនសិនថាអ្នកណាគឺជាអ្នកលួច អញ្ចឹងហៅប៉ូលីសមកឲ្យគ្រប់គ្នាទៅឆែកក្នុងបន្ទប់ទទួលភ្ញៀវជាពិសេសត្រូវឆែកលើខ្លួនឯងទៅទីនេះតើខ្ញុំគួរតែជឿដែរទេថាក្មេងប្រុសស្បែកសម្នាក់នោះមានគំនិតជាចោលបែបនេះហើយមិនដឹងទេមានតែចាំមើលបន្តទៀត ខ្ញុំលើថាគេមិនទាន់ចាប់ទេមិនដឹងថាអាខ្សែអីទៅបានចូលមកក្រុមហ៊ុននេះបាន អ្នកនាងសុំគិតមកលើខ្ញុំដូចពួកគេដែរអត់បងស្រីមីយូបងស្រីមីយូ មិនបានជាមិនប្រាប់បងនឹងមកយកឯង គ្មានអ្វីទេខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង និយាយថាគ្មានអីទេប៉ុន្តែទឹកមុខឯងមិនពាក់ច្បាស់ណា គឺខ្ញុំគ្រាន់តែបារម្ភថាខ្ញុំបង្កបញ្ហាអ្វីខ្លះដល់បងទៅបងដឹងហើយខ្ញុំទើបតែចូលក្រុមហ៊ុន ក្មេងល្ងងខ្ញុំមានបន្ទោសអញឯណា
អ្នកចាប់ប្រកាន់ឯងកុំរំអីបងនឹងចាត់ការឲ្យសាកសមបំផុត មិនបានជាបងដឹងប៉ូលីសស៊ើបមិនទាន់ដឹងផង បងមិនដែលទុកចិត្តឯងទៅពេលណាសេងយ៉ាងកុំរំអីដល់រាប់ណាបងនៅទីនេះគ្មានអ្នកណាអាចធ្វើបាបឯងបានទេចំណែករឿងនេះបងនឹងរកចិត្តធោះឲ្យឯងឆាប់និយាយមកថាសេងយ៉ាងពិតជាបានយកពេជ្ររបស់លីយ៉ាងពេញដែរ មិនច្បាស់ច្រើនទេខ្ញុំថាគេយកច្បាស់ណាស់មើលតែគេគឺជាមនុស្សក្រីក្រឃើញពេជ្រមិនបានទេច្បាស់ជាមានដៃមានជើងមនុស្សបាត់នេះបើធ្វើការជាមួយនឹងពួកយើងរបស់ពួកយើងច្បាស់ជាត្រូវវាលួចយកឲ្យគេមិនខានមិនអាចទៅប្រហែលបាននោះទេ ផ្នែកលោកមកខាងណាដែរមើលឃើញថាសេងយ៉ាងជាអ្នកលួចពេញ ខ្ញុំគ្មានន័យបាននេះទេតែខ្ញុំនិយាយមិនបានគិតហើយ បើដឹងខ្លួនថាសំទោសគេភ្លាមពីបាត់ដែរនិយាយចាប់ប្រកាន់អ្នកដទៃ សាក់ចឹងសុំទោសផងខ្ញុំគ្មានអំណត់ថាអីទេសុំទោសផងណា គេបានជាសំទោសទៅហើយបងភ្លេចចោលទៅ ខ្ញុំដឹងថាលោកចិត្តល្អប៉ុន្តែការផ្សាយពីប្រចាំអារាមបង្កាច់បង្ខូចគេទោះបីមើលទៅមិនធ្ងន់ធ្ងរប៉ុន្តែនេះអាចសម្លាប់មនុស្សបានខ្ញុំដឹងថាលោកចិត្តល្អប៉ុន្តែការផ្សាយពីប្រចាំអារាមបង្កាច់បង្ខូចគេទោះបីមើលទៅមិនធ្ងន់ធ្ងរប៉ុន្តែនេះអាចសម្លាប់មនុស្សបាននេះជាបញ្ហាធំណាស់ហើយខ្ញុំមិនព្រមឲ្យគេរឹកខ្លួនស្រួលទេលោកត្រូវតែបដិសេធចេញខ្ញុំនៅប្រកាសប្រាប់អ្នកក្រុមហ៊ុនទាំងមូលឲ្យយករឿងនេះជាមេរៀនមិនឲ្យយកតម្រាប់តាមទេ តែនេះគេមានដឹកនាំយ៉ាងម៉េចខ្ញុំបានសុំទោសគេហើយអ្វីដែលខ្ញុំនិយាយក៏មិនខុសដែររកពលីមិនต้องបាននិយាយអ្វីទេបានន័យថាគេខុសពិតមែន ឆាប់សារភាពទៅ ខ្ញុំមិនខុសទេគេលួចពេជ្ររបស់ខ្ញុំពិតមែន ក្នុងវីដេអូបានបញ្ជាក់ហើយឃើញថាលោកចោទប្រកាន់គេទាំងនោះ ខ្ញុំពិតជាឆ្លើយឱកាសពេលគេមិនដាក់ខ្លួនខ្ញុំជឿយកពេជ្រដាក់ក្នុងកប៉ាល់គេពិតមែន លោកយកទៅដាក់ក្នុងអាប៉ាខាងណា សាក់ចឹង ប្រជុំក្រុមហ៊ុនមិនសមវិញខ្ញុំភ័យណាស់គិតថាក្រុមហ៊ុនប្រហែលជាមានការបញ្ឈប់ទៀតហើយតែស្មានម្ដងជាការកោតសរសើរសេងយ៉ាងពិតជាសំណាងណាស់ទីបំផុតអ្នកចាប់ប្រកាន់ត្រូវទទួលកម្មមិនដែលឃើញអ្នកនាងសុងយកចិត្តទុកដាក់លើបុគ្គលិកបែបនេះទេមែនហើយធម្មតាអ្នកនាងសុងតែងណាតែពេលមានរឿងនេះទើបដឹងថាគាត់ស្រឡាញ់បុគ្គលិកគ្រប់គ្នានិយាយអញ្ចឹងថ្ងៃនេះអ្នកនាងសុងមិនទាន់ឃើញចូលមកទេក្នុងកិច្ចប្រជុំមិនសមវិញខ្ញុំមើលទៅមុខគាត់ដូចជាមិនសូវល្អសោះឬមួយក៏គាត់ឈឺទេដឹង នៅនាងសងព្រឹកនេះឲ្យខ្ញុំមកធ្វើការម្នាក់ឯងក៏មិនបាននិយាយពីមូលហេតុអ្វីដែរតែនាងពិតជាឈឺមែនទេឬមួយក៏របួសរបស់នាងចាប់ផ្ដើមធ្វើទុកម្ដងទៀតទៅហើយខ្ញុំពិតជាប្រហែលមែនវាមិនអាចទៅរួចនោះទេ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, vitamin extract, natural antibacterial, inflammatory និង aloe vera ទឹកកូផូ vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានគំនិត pH 4.5ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្បូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ បានឈឺធ្ងន់ពិតមែនប្រកាសជាប្រាប់ខ្ញុំឲ្យមើលថែហើយហេតុអីក៏លើកនេះស្ងាត់បែបនេះ មិនឆ្ងល់ទេហេតុអីបានជាសុំមិនយូរគេមិនព្រមរកខ្ញុំដោយការពីមុនអាចចាំសិទ្ធិនេះនៅមិនទាន់ស្លាប់ទៀតទេការពិតអាចចាំសិទ្ធិនេះវារស់នៅជាមួយនឹងសុំមិនយូរទីនេះសោះតកូលពូអាចដកដង្ហើមបានដោយសារគ្រួសារសុំដូច្នេះខ្ញុំមិនអាចបោះបង់ឱកាសនេះបានទេ បងស្រីបងកាត់អីមិនបានជាមិនញ៉ាំអាហារពេលព្រឹក បងមិនចង់ញ៉ាំអញមិនបាច់បានពីបងទេ បងស្រីគួរតែញ៉ាំតិចទៅចង់ញ៉ាំអីប្រាប់ខ្ញុំមកចុះ បងឈឺកាពះមិនចង់ញ៉ាំ មានអ្វីកាត់ឡើងកាពះមែនទេតោះទៅទីពេទ្យទៅ ក្មេងល្ងងឃើញរបស់បងនៅទីនេះទាំងមូលហើយ អូអញ្ចឹងចាំខ្ញុំទៅធ្វើចំហុយស្ករថ្នោតទៅចុះ បងមិនញ៉ាំ ញ៉ាំតិចទៅខ្ញុំទៅធ្វើឥឡូវនេះ ពេលនេះអាចធ្វើឲ្យបងបានបងក៏ពីអាចចូលរៀនបានណាធ្វើសុទ្ធចំហុយថ្នាក់ឲ្យបងញ៉ាំទៀត ទៅចំហុយថ្នោតគឺងាយស្រួលណាស់ចាំខ្ញុំបង្រៀនទៅចុះ តែបងចង់ញ៉ាំថ្នាក់ដែរដែលអញចំអិន អញ្ចឹងចាំពេលខ្ញុំទំនេរខ្ញុំមកធ្វើឲ្យ ចុះបើបងចង់ញ៉ាំវារាល់ថ្ងៃ ខ្ញុំ សេងចានអញនៅតែមិនចូលចិត្តមែនទេថាបងស្រឡាញ់ឯង បងពិតជាស្រឡាញ់ខ្ញុំមែន អញទៅកាប់ផ្នែកដូចគាត់ចំណេញបាត់ជាមើលមិនឃើញពីចិត្តបង ប៉ុន្តែលោកបានប៉ាវជើបាននិយាយថាការបញ្ជាទិញរាប់រយលាននឹងត្រូវដាក់ចេញហើយ អញនិយាយស្អី ប៉ុន្តែ ប៉ុន្តែអញមិននិយាយមកហេតុអីអញមិនគិតថាបងក៏ធ្វើជីវិតជួបគ្រោះថ្នាក់ជួយអញរត់ដងដើម្បីអីខ្ញុំធ្វើបាបអញរត់ថ្ងៃដើម្បីអីខ្ញុំថាអញល្ងងណាស់អញពិតជាល្ងងមែនសេងចានអញមានចិត្តស្រឡាញ់បងទេ អើ តែធ្វើជាល្ងងទៀតខ្ញុំបានសុទ្ធថាអញមានស្រឡាញ់បងទេមិនបាច់ជាមិនឆ្លើយតាំងពីពេញទៅមកខ្ញុំមិនដែលខ្វល់នឹងបរិះណាទេ បងស្រីមានយូជប់យំទៅបានហើយសុំមកយូខ្ញុំប្រាប់ថាខ្ញុំក៏ស្រឡាញ់បងដែរប៉ុន្តែខ្ញុំដឹងថាស្ថានភាពរបស់ខ្ញុំពេលនេះមិនសមជាមួយនឹងបងទេជីវភាពផ្ទាល់ខ្លួនរបស់ខ្ញុំគ្រួសារឪពុកម្ដាយរបស់ខ្ញុំសុទ្ធតែជាអ្នកក្រទាំងអស់ អញកំពុងនិយាយអី ខ្ញុំបាននិយាយថាស្ថានភាពរបស់ខ្ញុំពេលនេះគឺខុសគ្នាឆ្ងាយ អ ណាស់ ត់ទេពេលដែលអញនិយាយមុននោះ ខ្ញុំក៏ស្រឡាញ់បង ខ្ញុំស្ដាប់មិនច្រឡំទេល្អខ្ញុំយល់ហើយ យល់យ៉ាងម៉េចទៅគឺខ្ញុំបាននិយាយថា បើខ្ញុំថាយល់គឺយល់ហើយកុំបារម្ភឆាប់ទៅទេលើកនេះអញមិនអាចរត់ចេញបានទេ នៅនាងសុងរកខ្ញុំហ៎ ចង់សាក់ទេអារម្មណ៍ដែលខ្លាចជាច្បាយគេទៅចឹងមែន អត់ទេ
ខ្ញុំគ្មានមហិច្ឆតាដល់ម្លឹងទេ បងរាប់13 1 2 ពិតជាល្អណាស់ពិតជាល្អណាស់ បងស្រីមានយូតើចង់ធ្វើអី មិនធ្វើអីទេគ្រាន់តែចង់ជជែកជាមួយឯង ជប់អត់មានអ្នកណាចូលមកឃើញនោះ អ្នកណាហ៊ានខ្ញុំរបស់ស្បែករបស់គេ តែខ្ញុំគិតថាយើងមិនគួរធ្វើបែបនេះទេចាំទៅផ្ទះវិញទៅ និយាយតាមត្រង់ខ្ញុំពិតជាចូលចិត្តនៅពេលដែលឯងអៀនខ្លាំងណាស់អ្នកណាក៏ហ៊ានខ្លាំងម្ល៉េះលោកតាមិនបានជាមកមិនគួរស្ទាមុនអញ្ចឹង តើបាត់គូហើយឯងមិនឆ្លើយតបតាក៏ចូលមកចាប់ដល់ទៅក្មេងបិដានេះនេះឯងចូលចិត្តគេមែនទេហើយចាពិតជាត្រូវតែអាយុ18ឆ្នាំដល់ទៀតដែរកុំរកឃើញឯងខ្វល់ពីបរិះណាស់ណាមើលទៅក្មេងបិដានេះឯងពេកចិត្តហើយមែនទេ មិនតាដល់ពេលលោកតាទេនៅពេលដែលលោកតាបកកាត់ចិនខ្ញុំនឹងនាំគេទៅជួបលោកតាផ្សេង ចាក់ក្បាលខូច អ្នកនេះសុំពិតជាចង់នាំខ្ញុំទៅជួបលោកតាពិតមែនទេ ចឹងវិញអញតែនិយាយថាស្រឡាញ់បងពេលនេះមិនតាមទទួលស្គាល់មែនទេ ប៉ុន្តែនៅពេលនេះគឺលឿនខ្លាំងពេកហើយខ្ញុំមិនទាន់ត្រៀមខ្លួនរួចផងស្ថានភាពរបស់ខ្ញុំពេលនេះមិនអាចប្រៀបផ្ទឹមអ្វីនឹងអ្នកនាងសុំបានទេប្រហែលជាគ្រួសារសុំមិនយល់ព្រមឡើយក ុំបារម្ភលោកតារបស់បងគាត់មិនអីទេអង្គុយចុះទេ ជំរាបសួរលោកតាសុំយាយសុំលោកតាសុំលោកយាយសុំ ខ្ញុំនៅមិនទាន់ស្គាល់ឈ្មោះឯងឡើយទេឯងមកពីណាដែរ ខ្ញុំឈ្មោះសាយ៉ាងមកពីភៀកខាងជើងនៃទីក្រុងប៉េកាំង ឆ្នាំនេះឯងអាយុប្រហែលមើលទៅឯងដូចជាក្មេងណាស់ ខ្ញុំអាយុ21ឆ្នាំបច្ចុប្បន្នកំពុងសិក្សានៅមហាវិទ្យាល័ ហើ យ យឯងបានជួបមិញយូរយ៉ាងម៉េច គឺខ្ញុំ បានជួបគេតាមផ្លូវពេលនេះគាត់ទៅឃើញភ្លាមតើទៅយ៉ាងណាខ្ញុំភ្លាមដូច្នេះគាត់បន្តធ្វើបាបគាត់ហើយគាត់ថាធ្វើយ៉ាងណាត្រូវទៅយកគេមកធ្វើជាស្វាមីខ្ញុំឲ្យបានបើមិនជាមិនព្រមទេខ្ញុំនឹងសម្រាប់គេចោលគ្រូសាយើងមិនប្រកាន់អត្តសញ្ញាណនឹងស្ថានភាពប៉ុន្តែកម្រិតអាយុរវាងពួកឯងទាំងពីរវាដូចជាឆ្ងាយគ្នាបន្តិចហើយ បែបហើយវិយូឆ្នាំនេះក៏អាចារ្យធ្វើគុកកំណត់អាយុ28ឆ្នាំដែរទេ ថាម៉េច28ឆ្នាំអីទៅលោកតាខ្ញុំតែ26ឆ្នាំតែប៉ុណ្ណឹងលោកតាចាស់ហើយតែស្អីភ្លាំងច្រើនកុំនិយាយពាក្យមិនសមហេតុផលចង់សាកមើលដែរទេ ខ្ញុំមិនចេះផឹកទេ មិនចេះផឹងខ្ញុំអាចបង្រៀនលោកបានសាក់បន្តិចទេរសជាតិល្អណាស់ចាំមិនដែរ វាឈួនបន្តិចហើយ តែចិត្តលេងអីហើយលោកមិនស្វឹងទេមែនទេ ដូចជាអត់ទេអ្នកនាងសុំ លោកមិនខ្មាស់អៀនទេថ្ងៃនេះ អ្នកនាងសុំទូរស័ព្ទ អាឡូម៉ាមានការអីអាមីងលោកតាឯងប្រាប់ម៉ាក់ថាឯងបាននាំបរិយាក្មេងម្នាក់ទៅជួបគាត់ពិតដែរទេចាំមិនដែរម៉ាក់ម៉ាក់ចង់ដឹងឯងនិយាយលេងឬមែនប្រាប់ម៉ាក់មកជាតាមពិតមិននិយាយលេងទេហើយចោះសេងឈីងកាលពី10ឆ្នាំមុនគេបានជួយសង្គ្រោះជីវិតឯងណាម៉ាក់6ឆ្នាំមុននេះខ្ញុំមិនអាចជប់ស្វែងរកគេទេតែនៅតែគ្មានដំណឹងគេសោះខ្ញុំគិតថាគេប្រហែលជាស្លាប់បាត់ហើយចុះបើគេមិនទាន់ស្លាប់សុកបាយជាលេចមុខមកឯងគិតយ៉ាងម៉េចម៉ាក់រឿងនោះមិនអាចទេ អ្នកនាងសុំយ៉ាងម៉េចហើយ សញ្ញងកាលពី10ឆ្នាំមុនបងបានជួបក្មេងប្រុសម្នាក់ហើយគេជាអ្នកជួយសង្គ្រោះជីវិតបងតាំងពីពេលនោះមកបានទុកពីចការចងចាំអស្ចារ្យបំផុតគេមានស្នាមបេះដូងនៅលើដៃបងបានសន្យាជាមួយគេថា6ឆ្នាំក្រោយបងនឹងត្រឡប់ទៅជួបគេប៉ុន្តែ6ឆ្នាំមុននេះបងរកគេមិនឃើញទេដំណើរមួយក៏គ្មានបងសុខក្នុងចិត្តថាគេចាក់ចេញទៅពិភពលោកទៅមិនមករកខ្ញុំមែនទេ ចុះពេលនេះអ្នកនាងចូលចិត្តគាត់ទេ ពេលនេះបងមានអញហើយអញចូលចិត្តបងទេ តាមពិតទៅខ្ញុំគួរតែអរគុណទៅត្រូវបានសិនជាគាត់មិនបានជួយជីវិតអ្នកនាងទេពេលនេះខ្ញុំក៏មិនបានជួបដែរដូច្នេះនាងនៅតែស្វែងរកគាត់ ខ្ញុំបានសម្រេចចិត្តហើយចាប់ពីពេលនេះតទៅខ្ញុំមិនស្វែងរកគាត់ទៀតទេព្រោះចាប់ពី6ឆ្នាំហើយខ្ញុំគិតថាគាត់ប្រហែលជាមិនបង្ហាញខ្លួនឲ្យខ្ញុំឃើញទេ សាំងចាំងថ្ងៃអវសានមកដល់ហើយហឡូដាក់ថ្នាំឲ្យបានខ្ញុំនៅ50មុនយត់ ចឹងហើយណាក៏ពីលៀនដែរ បានធ្វើការទៅ ចៃដន្យណាបងប្រុស បងស្រីរូហេតុអីបានជានៅទីនេះ ខ្ញុំគ្មានអីទៅធ្វើក៏ដើរលេងជាមួយមិត្តភ័ក្តិចៃដន្យក៏លេចឃើញឯងក៏ចូលមកនិយាយលេងបន្តិចទៅឥឡូវនេះវាសមត្ថការហើយមិនបន្តលេងផ្ទះ អូបច្ចុប្បន្នខ្ញុំហាត់ការនៅក្រុមហ៊ុន និយាយអញ្ចឹងបន្តពីរៀនចំតើមានកម្រងអីបន្តទៀត នៅមិនទាន់ច្បាស់នៅឡើយទេ ឥឡូវនេះយើងជជែកគ្នាបណ្ដាតោះផឹកតែចំនួនស្រាលើកឡើងនៅពេលខាងមុខបើមានការអីលំបាកអង្គទៅគ្នាបានណា
ឆ្នាំមានប្រសិទ្ធភាពហើយចាក់ការចាប់ឡើងទេ វាយលុយចូលបងខ្ញុំសិន ខ្ញុំទេនេះពាក់កណាទៀតចាំរួចរកការងារ បានមិនចម្លែកទេដែលសុំបញ្យូមិនចូលចិត្តលោកព្រោះបែរជាខ្ញុំក៏មិនចូលចិត្តលោកដែរ ការងាររបស់នាងត្រូវតែធ្វើឲ្យបានល្អហាមបរាជ័យឲ្យសោះយល់ហើយនៅ ធានាបន្តិចទៀតនឹងមានរឿងល្អមើលមិនខានបន្តិចទៀតនឹងមានរឿងល្អមើលហើយ ឲ្យឆាប់ឡើងឆ្នាំស្រាប់ហើយ តែចង់ធ្វើអីកុំមកចិត្តខ្ញុំ ហើយចាបងប្រុសត្រង់របាក់បន្តិចហើយចាំបងស្រីជួយ ចេញទៅកុំមកចិត្តខ្ញុំបើមិនចឹងទេកុំមកទុកខ្ញុំថាឆ្លើយអសោះ និយាយមិនល្អសោះតែមិនខ្វល់ទេ គូរចាំមកពីណាទៀតឈប់និយាយប្រយ័ត្នភាពទៅឆាប់ចាក់ការវាភាពទៅប្រយ័ត្នទៅមានយូរមកអត់ទាន់ធ្វើខូចការងារធំអស់ បងស្រីមាន ពូស៊ីងស៊ីងលើកមកចាក់គម្រប់ស៊ីនចាខ្ញុំមិនបានចម្លាក់បញ្ជីផងឥឡូវនេះខ្ញុំមកដាក់ឆ្នាំគេទៀត មិនដឹងរឿងណា មានអ្នកណាទៀតក្រៅពីខ្ញុំជាអ្នករីកានោះ នេះក្បត់ជើងផងយើងសម្បត្តិនាង មិនអីទេ ខ្ញុំមិនអីទេទីបំផុតឲ្យនាងមកជួយខ្ញុំ ស្ដាយណាស់ខ្ញុំមកយន្តតិចហើយ នៅនាងសុំពិបាកក្នុងខ្លួនណា ខ្ញុំមកយន្តតិចហើយ នៅនាងសុំពិបាកក្នុងខ្លួនណា គូរូនាងដាក់ឆ្នាំឲ្យគេផឹងខ្ញុំដាក់ឲ្យគាត់តែបន្តិចទេអ្នកណាតែដឹងថាឆ្នាំនេះវាខ្លាំងបងម្លឹងសញ្ញាចាំតែល្អណាស់ អ្នកនាងសុំខ្ញុំđãខុសហើយ ដឹងខុសទៅពេលនេះយឺតពេលហើយឆាប់យកគេទៅដាក់ឆ្នាំដែលនៅសល់ឲ្យគេផឹងលើពីនេះទៀតជួនដំណឹងតែក្រុមហ៊ុនផ្ដាច់អាជីវកម្មគ្រប់យ៉ាងជាមួយគ្រួសារហ្វូនាងនៅតែនេះធ្វើស្អីទៀតឬចង់ឃើញសកម្មភាពយើងទាំងពីរទេខ្ញុំកំពុងទៅហើយចង់ធ្វើទៀតហើយ ស្លាប់ឆ្នាំនេះសញ្ញានេះលេចឡើងបានយ៉ាងម៉េច ចង់ធ្វើទៀតហើយ ស្លាប់ឆ្នាំនេះសញ្ញានេះលេចឡើងបានយ៉ាងម៉េច វាមានរហូតមកទេប៉ុន្តែធម្មតាវាមិនលេចឡើងទេតាមសម្គាល់រាល់ពេលដែលខ្ញុំមានអារម្មណ៍ល្អ ឈីសែងក៏មានស្នាកំណាត់នេះដែរលោកគឺឈីសែងមែនទេ ប៉ុន្តែខ្ញុំមិនចាំថតបានសង្គ្រោះនាងទេហើយក៏មិនមានអ្វីពិសេសដូចដែលនាងនិយាយ លោក ដែរ បាត់តែចង់ចាំមែនទេចាអនុស្សាវរីយ៍កាលពីក្មេងវិញ រឿងពីកុមារភាពរបស់ខ្ញុំមិនអាចចាំទេខ្ញុំចាំបានតែទីកន្លែងរស់នៅតែប៉ុណ្ណោះកាលនោះគឺខ្ញុំបាននៅកន្លែងមួយជីវភាពលោកតារបស់ខ្ញុំនិងលោកយាយនៅភូមិថាគូអឺ ភូមិអាំទៅហើយក្មេងប្រុសឈីសែងមកពីភូមិអាំលោកគឺឈីសែងលោកគឺឈីសែង ប៉ុន្តែខ្ញុំមិនចាំទេ ខ្ញុំប្រកាសចិនលោកគឺឈីសែងមិនថាលោកជាអ្នកណាទេខ្ញុំស្លាញ់លោកទាំងអស់ សុំមិនយូរខ្ញុំក៏ស្រឡាញ់នាងដែររឿងប្រុសក្មេងកំពូលស្នេហ៍ចប់ដោយបរិបូរណ៍ យើងខ្ញុំសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានទស្សនាខ្សែវីដេអូឃ្លីបនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារសូមអរគុណ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា Chamomile, Peppermint Extract, Natural Antibacterial, Inflammatory និង Aloe Vera សុខភាព Vitamin E Skin Care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីម៉ូស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ